រៀបសួរប្រិមិត្តជួបគ្នាជាមួយ admin សាជាថ្មីថ្ងៃនេះ admin នាំប្រិមិត្តទៅទស្សនារឿងហុងកុងមួយដែលទៅចេញថ្មីនេះដែរទេរឿងនេះមានចំណងជើងថា The Prosecutor ដែលបកប្រែជាភាសាខ្មែរថារដ្ឋអាជ្ញារឿងនេះនិយាយពីរដ្ឋអាជ្ញាម្នាក់ជាយាមស្វែងរកយុត្តិធម៌ឲ្យយុវជនម្នាក់ដែលត្រូវបានជាប់ចោទថាជួញដូរគ្រឿងញៀនតែគាត់បានយល់ថាយុវជនម្នាក់នោះស្អាតស្អំត្រូវបានគេទម្លាក់កំហុសឲ្យតែប៉ុណ្ណោះតែគាត់បានដើរហួសទៅនីតិជារដ្ឋអាជ្ញាដែលជាហេតុបណ្ដាលឲ្យគាត់បានជួបឃាតករជាច្រើនដែលតាមរីរាងគាត់ដើម្បីសម្លាប់សាក្សីដូច្នេះដើម្បីចង់ដឹងថារឿងរបស់យើងល្អមកយ៉ាងណាសូមប្រិមិត្តតាមដានទស្សនាជាមួយនឹង admin ដោយតទៅក្នុងឆ្នាំ2017ថ្ងៃទី27ខែកក្កដាលោកហ្វុកជីហូដែលជាមេបញ្ជាការប៉ូលីសបានដឹកនាំកូនចៅរបស់គាត់ធ្វើការវិឆ្មក់ទីតាំងរបស់ក្រុមចៅប្លន់ប្រដាប់អាវុធមួយកន្លែងដែលមានទីតាំងនៅកាំទីននៅពេលដែលពួកគេបានមកដល់ពួកគេបានសម្រុកចូលទៅដែលជាហេតុធ្វើឲ្យក្រុមចៅទាំងអស់នោះបាញ់ប្រហារមកលើពួកគេបានបាញ់តទល់វិញក៏ប៉ុន្តែប៉ូលីសត្រូវរបួសច្រើនមែនទែនលោកហ្វុកបានបាញ់ក្រុមចៅទាំងអស់នោះព្រមទាំងបានវាយពួកគេដើម្បីជួយកូនចៅរបស់គាត់លោកក្រៃមកគាត់បានចាត់ការពួកគេអស់គ្មានសល់តែម្ដងប៉ុន្មានថ្ងៃក្រោយមកសវនាការជំនុំជម្រះបានបើកឡើងពាក់ព័ន្ធជាមួយនឹងការចាត់ប្រកាន់បរិសម្នាក់ដែលមានឈ្មោះថាឈឹងម៉ាន់ពីងថាមានពាក់ព័ន្ធជាមួយនឹងក្រុមចៅប្លន់នោះផងដែរក៏ប៉ុន្តែគេបដិសេធមេធាវីការពីក្តីឲ្យឈឹងម៉ាន់ពីងបានសួរទៅប៉ូលីសស្រីម្នាក់ដែលមានឈ្មោះថាលឹងមេយីហេតុអីគ្នាមិនពាក់កាតប៉ូលីសនៅពេលដែលនាងបានតាមចាប់កូនក្តីរបស់ខ្ញុំមេយីបានតបថាគេដោយសារតែវាជ្រុះនៅពេលដែលនាងបានដេញតាមចាប់គេរីឯឈឹងម៉ាន់ពីងវិញគេបាននិយាយថាគេដោយសារតែគេមិនដឹងថានាងគឺជាប៉ូលីសនៅពេលដែលគេបានឮសំឡេងក្រោកកំភ្លើងហើយនាងបានដេញតាមគេតែគេខ្លាចហើយរត់នៅថ្ងៃនោះនាងបានចាប់ឈឹងម៉ាន់ពីងក៏ប៉ុន្តែគេបានបំរាស់ហើយគ្រូវែងនាងឲ្យធ្លាក់តែត្រូវបានលោកហ្វុកហក់ទៅជួយនាងដែលជាហេតុធ្វើឲ្យគាត់សន្លប់នៅពេលនោះបន្តមកមេធាវីម្នាក់នោះបានសួរទៅឈឹងម៉ាន់ពីងថាតែគេទៅទីនោះធ្វើអីគេបានប្រាប់ថាគេទៅថតធម្មជាតិនៅទីនោះដើម្បីផុសនៅលើ YouTube តែប៉ុណ្ណោះក៏ប៉ុន្តែរដ្ឋអាជ្ញាបាននិយាយថាគេគ្មានសម្ភារៈដើម្បីថតវីដេអូឡើយមេធាវីម្នាក់នោះបាននិយាយថាបច្ចុប្បន្ននេះទូរស័ព្ទអាចប្រើប្រាស់ដើម្បីថតវីដេអូបានហើយម្យ៉ាងវិញទៀតជនល្មើសទាំងអស់ដែលបានចាប់ខ្លួនពួកគេបានបដិសេធថាពួកគេមិនស្គាល់គុណក្តីរបស់ខ្ញុំឡើយដូច្នោះលីឃីងវេបានស្រែកថាត្រូវឲ្យពួកគេមិនអាចក្បត់មេរបស់ពួកគេឡើយបន្តមកមេធាវីការពីក្តីឲ្យឈឹងម៉ាន់ពីងបាននិយាយថាបន្តពីប៉ូលីសបានធ្វើការស៊ើបអង្កេតហើយគឺពួកគេមិនបានរកឃើញស្នាមខ្យាដៃឬក៏ DNA របស់កូនក្តីខ្ញុំឡើយគ្មានភស្តុតាងគ្មានសាក្សីគឺបញ្ជាក់ថាកូនក្តីរបស់ខ្ញុំគឺស្អាតស្អំបន្តមកគណៈពេលដែលតុលាការកំពុងតែកាត់ក្តីឲ្យឈឹងម៉ាន់ពីងរួចទោសលោកហ្វុកបានដើរចេញពីសវនាការទាំងអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំងដែលច្បាប់មិនអាចធ្វើអ្វីជនអាក្រក់បានលោកក្រោយមកគាត់ក៏បានសម្រេចចិត្តថាដើរចេញពីទូនាទីជាប៉ូលីសបន្តមកគណៈពេលដែលគាត់កំពុងតែដើរចេញពីប៉ុស្តិ៍ប៉ូលីសក៏ស្រាប់តែកូនចៅរបស់គាត់ជាច្រើនបានដើរតាមគាត់ដើម្បីជួយដំណើរគាត់នៅពេលដែលគាត់បានងាកមកមើលពួកគេឃើញវេបាននិយាយទៅគាត់ថាសូមឲ្យសំណាងល្អបន្តមកគាត់បាននិយាយទៅពួកគេវិញថាត្រូវតែរក្សាភាពរឹងមាំហើយប្រកាន់ខ្ជាប់នៃការពិតរួចហើយគាត់ក៏បានលាពួកគេនៅពេលនោះតាមពិតគាត់បានចាកចេញពីតំណែងជាប៉ូលីសគឺគាត់បានមករៀនច្បាប់ដើម្បីក្លាយខ្លួនទៅជារដ្ឋអាជ្ញាដើម្បីស្វែងរកការពិតនៅក្នុងសវនាការរកយុត្តិធម៌ឲ្យជនស្លូតត្រង់ហើយដាក់ទោសជនល្មើសពិតប្រាកដពេលវេលាកន្លងផុតតែរយៈពេល7ឆ្នាំគាត់បានក្លាយខ្លួនទៅជារដ្ឋអាជ្ញាដោយបំណងរបស់គាត់ពិតមែននៅថ្ងៃនេះគាត់បានមកធ្វើការគណៈពេលនោះលោកប៉ាបាននិយាយប្រាប់បុគ្គលិករបស់គាត់អំពីស្ត្រីម្នាក់ដែលបានចាក់សម្លាប់ជនរងគ្រោះចំនួន20កាំបិតតើវាកើតឡើងបែបណាពីព្រោះគ្រប់កាំបិតទាំងអស់គឺបានចាក់ជ្រៅដល់ឆ្អឹងតែម្ដងហើយទីកន្លែងកើតហេតុគឺកើតឡើងនៅផ្ទះជនរងគ្រោះក៏ប៉ុន្តែកាំបិតវិញគឺត្រូវបានយកមកពីក្រៅករណីនេះមិនធម្មតាឡើយបន្តមកគាត់បានសួរទៅលោកហ្វុកដែលធ្លាប់ធ្វើជាប៉ូលីសគាត់ប្រហែលជាអាចសន្និដ្ឋានដឹងនៅពេលនោះដែលលោកហ្វុកបានប្រាប់ឲ្យពួកគេសិក្សារួមគ្នាស្នាមរបួសនៅលើដងខ្លួនរបស់ជនរងគ្រោះគឺស្ថិតនៅផ្នែកខាងឆ្វេងគឺនាងអាចប្រើដៃខាងស្ដាំចាក់ក៏ប៉ុន្តែបើសិនជានាងប្រើដៃខាងឆ្វេងចាក់គឺនាងចាក់បែបនេះតែជនរងគ្រោះគឺជាបរិសរឹងមាំម្នាក់ដែលមានទម្ងន់200ផោនដូចបែននីអញ្ចឹងបន្តមកគាត់បានប្រាប់ឲ្យបែននីធ្វើឧទាហរណ៍ជាមួយនឹងមេគីចាក់បែននីតាមគាត់ប្រាប់ក៏ប៉ុន្តែនាងមិនអាចចាក់បានឡើយពីព្រោះតែបែននីបានចាប់ដៃរបស់នាងលោកហ្វុកបាននិយាយថាវាពិតជាពិបាកខ្លាំងមែនទែនសម្រាប់មនុស្សស្រីដែលបានចាក់មនុស្សប្រុសបែបនេះវាអាចមានជនម្នាក់ទៀតចូលរួមក្នុងករណីនេះនៅពេលដែលបានឮហើយធ្វើឲ្យពួកគេចាប់អារម្មណ៍បន្តមកលោកប៉ាបានសួរពួកគេថាតើពួកគេចង់ភ្នាល់ដែរអត់ក៏ប៉ុន្តែលោកហ្វុកបាននិយាយថាកុំភ្នាល់គ្នាដោយប្រើលុយបើសិនជាគាត់ចេញគឺគាត់នឹងពេលពួកគេទាំងអស់គ្នាផឹកដែលជាហេតុធ្វើឲ្យពួកគេសប្បាយចិត្តបន្តមកលោកប៉ាវបានប្រាប់លោកហ្វុកអំពីករណីមួយដែលគាត់ត្រូវដោះស្រាយនេះគឺជារឿងក្តីទី1របស់គាត់កាលពីដើមឆ្នាំក៏ចឹងទឹកបានឲ្យដំណឹងថាមានកូកាអ៊ីន1គីឡូក្រាមបានផ្ញើមកពីប្រទេសប្រេស៊ីលផ្ញើមកឲ្យយុវជនម្នាក់ដែលមានឈ្មោះថាម៉ាខាឃីតប៉ូលីសបានទៅចាប់គេនៅពេលដែលតំណែងនោះបានទៅដល់ដៃគេតែម្ដងក៏ប៉ុន្តែគេបានព្យាយាមគេចខ្លួននៅពេលដែលប៉ូលីសចាប់គេបានគេនិយាយថានេះមិនមែនជារបស់គេឡើយ
គឺមានអ្នកខ្ចីអស័យដ្ឋានរបស់គេតែប៉ុណ្ណោះម្នាក់នោះមានឈ្មោះថាឆាន់កុកវិញក្រោយមកនៅពេលដែលប៉ូលីសបានចាត់ចែងនៅកន្លែងរបស់ឆាន់កុកវិញពួកគេបានរកឃើញគ្រឿងញៀនមួយកញ្ចប់តូចបន្ទាប់ពីត្រូវបានឃាត់ខ្លួនរយៈពេល3ខែម៉ាខាគីតបានជីបដោយចម្លើយរបស់គេទៅវិញដែលបាននិយាយថាគេមិនបានឲ្យអស័យដ្ឋានរបស់គេទៅអ្នកណាខ្ចីឡើយនៅពេលដែលបានដឹងរឿងហើយលោកហ្វកបាននិយាយថាម៉ាខាគីតគេគ្មានប្រវត្តិពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនផងគេបដូរចម្លើយបែបនេះគឺមានន័យថាគេកុហកហើយតែឆាន់កុកវិញគេមានប្រវត្តិដូច្នេះពួកគេទាំងពីរនាក់គឺជាជនសង្ស័យពួកយើងត្រូវតែធ្វើការស៊ើបអង្កេតពាក់ព័ន្ធជាមួយនឹងពួកគេទាំងពីរនាក់តែម្ដងតែនៅពេលនោះលោកប៉ាបាននិយាយប្រាប់គាត់ថាបើសិនជាលោកមានផែនការអីលោកត្រូវតែសម្គាល់អនុម័តពីលោករដ្ឋអាជ្ញាយ៉ងសិននេះគឺជាវិន័យហើយសម្រាប់ការភ្នាល់ថាលោកនឹងភ័យពួកយើងផឹកនៅពេលដែលលោកចាញ់នោះគឺជារឿងល្អមែនទែនលោកហ្វកបានតបវិញថាខ្ញុំចូលចិត្តផឹកងាកមកមើលម៉ាខាគីតវិញមេធាវីរបស់គេដែលមានឈ្មោះថាលីសេម៉ាន់បានប្រាប់គេថាឲ្យគេសារភាពទៅគេមិនអាចគេចវេះបានឡើយពីព្រោះតែភ័ស្តុតាងមានអស់ហើយបើសិនជាគេសារភាពគឺអាចសម្រាប់ទោសបានក៏ប៉ុន្តែអាគីតបានតបថាគេគ្រាន់តែទទួលបានប្រាក់ឈ្នួលបន្តិចបន្តួចតែប៉ុណ្ណោះពីការខ្ចីអស័យដ្ឋាននេះហើយគេក៏មិនដឹងថានោះគឺជាថ្នាំញៀនឡើយតែនៅពេលនោះអូផាម៉ាន់បាននិយាយទៅគេថាពួកយើងជាឯងក៏ប៉ុន្តែគ្មានភ័ស្តុតាងណាបញ្ជាក់ថាឆាន់កុកវិញបានខ្ចីអស័យដ្ឋានរបស់ឯងឡើយនៅពេលដែលឯងមិនព្រមសារភាពហើយបើសិនជាពួកយើងចាញ់ក្តីអ្វីត្បិតតែពួកយើងអាចប្តឹងឧទ្ធរណ៍បានក៏ពិតមែនតែចំពោះការប្តឹងឧទ្ធរណ៍នេះគេត្រូវការពេលរងចាំគ្មានដែនកំណត់ឡើយមិនដឹងថាពេលណាទើបអាចប្តឹងបានពួកយើងបានប្រាប់ឲ្យឯងសារភាពនោះគឺដោយសារតែពួកយើងចង់ឲ្យឯងឆាប់ចេញពីគុកមកវិញតែប៉ុណ្ណោះបន្តមកលោកតាម៉ាដែលជាតារបស់អាគីតបានសួរទៅពួកគេទាំងពីរនាក់ថាបន្ទាប់ពីអាគីតសារភាពហើយតើពួកយើងអាចធ្វើការប្តឹងឧទ្ធរណ៍ភ្លាមៗដែលមិនចាំបាច់ឲ្យអាគីតបញ្ជូនទៅពន្ធនាគារដែរទេមេធាវីលីបានប្រាប់គាត់ថាតាមពិតទៅការងារទាំងអស់នេះគេមានលំដាប់លំដោយច្រើនទៀតហើយនៅពេលនេះមេធាវីរបស់ឆាន់កុកវិញកំពុងតែធ្វើការងាររបស់គាត់ផងដែរអ្វីដែលល្អនោះគឺត្រូវឲ្យអាគីតសារភាពទោសកំហុសដូច្នេះប៉ូលីសនឹងដកដៃជាមិនខានហើយករណីនេះនឹងត្រូវបញ្ជូនទៅតុលាការគេដោយសារតែមានករណីជាច្រើនត្រូវឲ្យតុលាការដោះស្រាយបើសិនជាអាគីតសារភាពទោសកំហុសនោះតុលាការនឹងយកករណីរបស់អាគីតមកបើកសវនាការមុនជាមិនខានបន្តមកនៅពេលដែលពួកគេទាំងពីរនាក់បានជួបជាមួយនឹងម៉ាខាគីតហើយពួកគេបានចេញមកហើយបានជួបជាមួយនឹងលោកហ្វកហើយនឹងលោកប៉ាវពួកគេបានប្រាប់ពួកគាត់ថានៅពេលនេះម៉ាខាគីតដែលជាកូនក្តីរបស់ពួកគេព្រមសារភាពហើយថាគេគឺជាអ្នកជួយដូរគ្រឿងញៀនអ្វីដែលពួកយើងត្រូវធ្វើនៅពេលនេះគឺដកពាក្យបណ្ដឹងដែលចោទប្រកាន់ទៅលើឆាន់កុកវិញលើដូច្នោះលោកហ្វកបានសួរទៅពួកគេថាអ្នកទាំងពីរគឺជាមេធាវីជនជាប់ចោទទី1ក៏ប៉ុន្តែបើជាឲ្យកូនក្តីរបស់ខ្លួនឯងសារភាពហើយជួយជនជាប់ចោទទី2ទៅវិញដូចជាមិនសមហេតុផលសោះលើដូច្នោះលោកអូបានតបទៅគាត់វិញថាគេដោយសារតែម៉ាខាគីតគេបានបដូរចិត្តគេមិនចង់ឲ្យព្រោះតែបាត់ល្មើសរបស់គេធ្វើបាបឆាន់កុកវិញក៏ប៉ុន្តែលោកហ្វកបានតបទៅវិញថាឆាន់កុកវិញធ្លាប់មានប្រវត្តិពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនហើយម៉ាខាគីតគឺជាមនុស្សដែលគ្មានប្រវត្តិអីសោះគួរតែដោះលែងគេទៅត្រូវគ្មានហេតុផលអីត្រូវដោះលែងឆាន់កុកវិញឡើយខ្ញុំមិនយល់ស្របសោះក៏ស្រាប់តែលោករដ្ឋអាជ្ញាយ៉ងបានមកដល់ហើយបានសរសើរមេធាវីលីពាក់ព័ន្ធជាមួយនឹងការងាររបស់នាងដែលអាចធ្វើឲ្យកូនក្តីរបស់នាងសារភាពទទួលកំហុសបន្តមកនៅពេលដែលមេធាវីទាំងពីរបានចេញទៅលោកប៉ាបានណែនាំលោកហ្វកឲ្យលោករដ្ឋអាជ្ញាយ៉ងស្គាល់បន្តមកលោកហ្វកបានសួរទៅលោកយ៉ងហេតុអីក៏មិនកាត់ទោសជនជាប់ចោទទី2លោកយ៉ងបានតបថាតាមរយៈចម្លើយសារភាពរបស់ជនជាប់ចោទទី1ជនជាប់ចោទទី2គឺគ្មានពាក់ព័ន្ធជាមួយនឹងករណីនេះឡើយហើយគាត់ក៏មិនចង់បង្ហាញពេលផងដែរលោកហ្វកក៏បានសួរទៅគាត់ថាហេតុអីក៏និយាយថាបង្ហាញពេលពួកយើងគឺជារដ្ឋអាជ្ញាដូច្នេះនៅពេលដែលមានរឿងក្តីគឺយើងត្រូវតែស្វែងរកការពិតដើម្បីធ្វើការកាត់ទោសក៏ប៉ុន្តែលោកយ៉ងបានតបវិញថាក្រសួងយុតិធម៌គឺធ្វើការដោយផ្អែកទៅលើភស្តុតាងបើសិនជាគ្មានភស្តុតាងទីនោះយើងត្រូវតែធ្វើការដោះលែងបើសិនជាជនជាប់ចោទទី1បានសារភាពថាបានចរាចរគ្រឿងញៀនយើងអាចធ្វើការដាក់ទោសចំពោះជនជាប់ចោទទី2ផងដែរជាមួយនឹងការកាន់កាប់គ្រឿងញៀនពួកគេបានបង្កបទល្មើសជាមួយគ្នាដូច្នេះពួកគេត្រូវជាប់ពន្ធនាគារដែលពេលនោះដែរក៏ស្រាប់តែដល់ម៉ោងបើកសវនាការពួកគេក៏បានបែកគ្នាដើម្បីចូលសវនាការនៅពេលនោះតែម្ដងលោកហ្វកបានចូលរួមនៅក្នុងសវនាការរបស់ម៉ាខាគីតនៅពេលនោះមេធាវីលីបាននិយាយប្រាប់តុលាការថាពេលនេះកូនក្តីរបស់នាងដែលមានឈ្មោះថាម៉ាខាគីតបានទទួលសារភាពថាគេពិតជាបានចរាចរគ្រឿងញៀនពិតមែនបន្តមកតុលាការបានសួរទៅលោកហ្វកដែលជារដ្ឋអាជ្ញាលោកហ្វកបាននិយាយថាពួកយើងនឹងធ្វើការចោទប្រកាន់ទៅលើម៉ាខាគីតពាក់ព័ន្ធជាមួយនឹងករណីជួញដូរគ្រឿងញៀនហើយនឹងធ្វើការដកពាក្យចោទប្រកាន់ទៅលើឆាន់កុកវិញក៏ប៉ុន្តែពួកយើងនឹងធ្វើការចោទប្រកាន់គេពាក់ព័ន្ធជាមួយនឹងការកាន់កាប់គ្រឿងញៀនបន្តមកតុលាការបានសួរទៅម៉ាខាគីតថាតែគេសារភាពដែរឬអត់នៅពេលនោះអាគីតបានសួរទៅតុលាការថាបើសិនជាគេសារភាពតែគេអាចត្រូវបន្ធូរបន្ថយទោសដែរអត់តុលាការបានតបថាការកាត់ទោសរបស់គេនឹងត្រូវធ្វើឡើងនៅពេលបន្ទាប់នៅពេលនេះគឺជាសារក្រមជំនុំជម្រះក្តីរបស់ជនជាប់ចោទទី2ឆាន់កុកវិញដើម្បីបញ្ជាក់ថាគេគ្មានការពាក់ព័ន្ធជាមួយនឹងការចរាចរគ្រឿងញៀនដូច្នេះគេត្រូវបានដកចេញពីការចោទប្រកាន់ហើយគេនឹងត្រូវបានចាប់ប្រកាន់ពាក់ព័ន្ធជាមួយនឹងការកាន់កាប់ប្រើប្រាស់គ្រឿងញៀនរីឯជនជាប់ចោទម៉ាខាគីតវិញបានសារភាពពាក់ព័ន្ធជាមួយនឹងការចរាចរគ្រឿងញៀនដូច្នេះត្រូវបញ្ជូនទៅតុលាការកំពូលដើម្បីធ្វើការកាត់ទោសបន្តមកតុលាការក៏បានបិទសវនាការនៅពេលនោះបន្ទាប់ពីសវនាការត្រូវបានចប់ហើយលោកហ្វកបានជិះឡានជាមួយនឹងឃីងវេហើយគាត់បានសួរទៅឃីងវេពាក់ព័ន្ធជាមួយនឹងម៉ាខាគីតពីព្រោះតែគេគឺជាអ្នកចាប់ម៉ាខាគីតគេបានប្រាប់គាត់ថាបន្ទាប់ពីគេបានចាប់អាគីតហើយអាគីតបានសហការជាមួយនឹងប៉ូលីសបានល្អណាស់ក៏ប៉ុន្តែគេមិនព្រមសារភាព
ភាពឡើយគេនិយាយថាគេគ្រាន់តែឲ្យមនុស្សម្នាក់ខ្ចីអស័យដ្ឋានតែប៉ុណ្ណោះតែហេតុអ្វីក៏គេសារភាពងាយៗបែបនេះបន្តមកគេក៏បាននិយាយអំពីជីវិតរបស់អាគីតកាលពីគេនៅក្មេងម្ដាយរបស់គេបានបង្ខំឲ្យគេចាក់ថ្នាំញៀនឲ្យគាត់ក៏ប៉ុន្តែចាក់មិនកើតដែលជាហេតុអ្វីគាត់ខឹងហើយបានវាយគេឪពុករបស់គេបានស្លាប់គេដោយសារតែគ្រឿងញៀនហើយម្ដាយរបស់គេគឺជាមនុស្សញៀនថ្នាំបន្តពីតារបស់គេបានឃើញសភាពរបស់គេនៅមន្ទីរពេទ្យធ្វើឲ្យគាត់ខឹងមែនទែនហើយបានវាយម្ដាយរបស់គេយ៉ាងចាស់ដៃតែម្ដងហើយបានយកគេមកចិញ្ចឹមនៅពេលដែលលោកហ្វកបានលឺហើយធ្វើឲ្យគាត់អស់សំណាច់ហើយនិយាយថាម្ដាយរបស់គេស័ក្តិសមនឹងត្រូវតារបស់គេវាយខ្លាំងណាស់នៅពេលនោះដែរក៏ស្រាប់តែឃើញវ័យបានឃើញចូលល្មើសម្នាក់ដែលគេបានស្គាល់គេក៏បានដេញតាមចាប់លោកហ្វកក៏បានបើកឡានតាមគេបន្តមកនៅពេលដែលឃើញវ័យបានដេញទៅដល់កន្លែងមួយគេក៏បានហក់ដើម្បីចាប់ជនល្មើសនោះក៏ប៉ុន្តែគេព្យាយាមរើបំរាស់នៅពេលនោះដែរក៏ស្រាប់តែបានឃើញថានៅទីនេះគ្នារបស់គេច្រើនមែនទែនពួកគេបានយកអាវុធមកដើម្បីវាយឃើញវ័យក៏ប៉ុន្តែពួកគេវាយឃើញវ័យមិនត្រូវសោះមានតែត្រូវបានឃើញវ័យវាយពួកគេវិញពីព្រោះតែឃើញវ័យពិតជារហ័សមែនទែនបន្តមកនៅពេលដែលបរិសម្នាក់ដែលគេបានចាប់នោះបានរត់គេបានដេញតាមទៀតក៏ស្រាប់តែគ្នារបស់គេបានមកទៀតជិះម៉ូតូមកយ៉ាងច្រើនតែម្ដងហើយបានដេញកាប់ឃើញវ័យគណៈពេលដែលគេកំពុងតែទល់ជាមួយនឹងជនអាក្រក់ដ៏ច្រើនក៏ស្រាប់តែលោកហ្វកបានបើកឡានរកគេឃើញគាត់បានបើកឡានមកបុកពួកគេនៅពេលនោះតែម្ដងបន្តមកគាត់បានយកដងវាយកូនគល់ឲ្យឃើញវ័យដើម្បីចាត់ការពួកគេជាមួយគ្នានៅពេលនោះគណៈពេលដែលពួកគេកំពុងតែវាយគ្នានោះផងដែរលោកហ្វកបានយកផ្លែដងគប់ពួកគេក៏បានឃើញថានៅក្នុងផ្លែដងនោះគឺមានគ្រឿងញៀននៅពេលនោះដែរក៏ស្រាប់តែប៉ូលីសបានមកដល់ហើយបានជួយលោកហ្វកហើយនឹងឃើញវ័យលោកក្រោយមកនៅពេលដែលប៉ូលីសបានបង្ក្រាបពួកគេរួចរាល់អស់ហើយលោកហ្វកបានមកមើលឃើញវ័យដោយសារតែគេរងរបួសក៏ប៉ុន្តែគេបាននិយាយថាគេមិនអីឡើយបន្តមកគាត់បានប្រាប់ឃើញវ័យថាឯងក៏មានជាប់ពាក់ព័ន្ធជាមួយនឹងករណីនេះផងដែរងាកមកមើលអាគិតនៅក្នុងគុកវិញពេលនេះគេត្រូវបានអ្នកទោសផ្សេងទៀតស្ដីបន្ទោសឲ្យគេនៅពេលគេកំពុងតែនោមនៅពេលនេះគេមានអារម្មណ៍ភ័យខ្លាចមែនទែនក្រោយមកនៅពេលដែលលោកតារបស់គេបានមកជួបគេគាត់បានប្រាប់គេថាឲ្យគេព្យាយាមដេកឲ្យបានគ្រប់គ្រាន់ទោះជាគេមិនអាចដេកលក់ក៏ដោយក៏ប៉ុន្តែអាគិតបានតបទៅគាត់វិញថាគេមិនអីឡើយឲ្យគាត់គិតពីខ្លួនឯងនៅពេលនេះធាតុអាកាសក្តៅខ្លាំងណាស់ឲ្យគាត់បើកកង្ហាលផងកំរិះថាមខ្លាំងពេកបន្តមកគេបានសួរទៅគាត់ថាតែគាត់មិនទៅសៀងហៃទៅជួបលោកពូរបស់គេទេតើមែនទេគាត់បានតបថាចាំទៅពេលក្រោយក៏បានចាំទៅជាមួយគ្នាក៏ប៉ុន្តែគេបាននិយាយប្រាប់គាត់ថាកុំចាំខ្ញុំអីខ្ញុំមិនមែនជាប់គុកត្រឹមតែប្រហែលឆ្នាំឡើយអ្នកដែលបានជាប់គុកជាមួយខ្ញុំគេត្រូវជាប់គុករយៈពេល8ឆ្នាំគេដោយសារតែថ្នាំ200ក្រាមតែប៉ុណ្ណោះតែសម្រាប់ខ្ញុំវិញ1គីឡូក្រាមតើត្រូវយូរប៉ុណ្ណាទៅនៅពេលដែលខ្ញុំបានចេញទៅវិញតែលោកតានៅមានជីវិតដែលអត់នៅពេលដែលបានលឺហើយធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលមែនទែនបន្តមកលោកតាបានទៅរកលោកអូហើយនឹងមេធាវីលីនៅក្នុងការិយាល័យដែលបានប្រាប់ពួកគេអំពីសម្ដីរបស់អ្នកច្បាប់ម្នាក់ដែលបានប្រាប់គាត់ថាពួកយើងអាចធ្វើការតវ៉ាបានទោះបីជាការសារភាពនេះគឺជាការកុហកក៏ដោយក៏ប៉ុន្តែមេធាវីលីបាននិយាយប្រាប់គាត់ថាពួកយើងមិនបានកុហកអ្នកណាទាំងអស់ពីព្រោះការសារភាពនេះគឺជាការសន្យាយល់ព្រមរបស់ចៅគាត់ឬដូច្នោះធ្វើឲ្យគាត់មិនសប្បាយចិត្តពីព្រោះនាងបានដឹងហើយថាចៅរបស់គាត់មិនធ្វើអីសោះហើយការសារភាពនេះគឺជាការបញ្ចុះបញ្ចូលរបស់នាងតែប៉ុណ្ណោះនាងបាននិយាយទៀតថាឲ្យតែគេធ្វើខ្លួនឲ្យល្អទៅគោរពវិន័យនៅក្នុងគុកយ៉ាងច្រើន10ឆ្នាំតែប៉ុណ្ណោះគេអាចចេញមកវិញបានហើយឬដូច្នោះធ្វើឲ្យលោកតាខឹងមែនទែនហើយបានយករបស់គប់នាងក៏ប៉ុន្តែលោកអូយកខ្លួនពាំងពេលនោះមេធាវីលីបានប្រាប់ឲ្យបុគ្គលិករបស់នាងប្តឹងប៉ូលីសក៏ប៉ុន្តែលោកអូខាត់ហើយបានដេញលោកតាឲ្យចេញទៅងាកមកមើលខាងនេះវិញលោកហ្វកបានរឹងរទេះអតីតចៅក្រមរូបមកដើរលេងនៅមាត់សមុទ្រគាត់បាននិយាយអំពីករណីដែលគាត់បានកាត់ក្តីជាច្រើនឆ្នាំមកហើយប្រាប់លោកហ្វកដែលគាត់បានកាត់ក្តីមនុស្សស្អាតស្អំម្នាក់ដែលត្រូវគេចាប់ប្រកាន់ឲ្យរួចខ្លួនដែលជាហេតុធ្វើឲ្យលោកហ្វកអស់សំណើចពីព្រោះករណីនេះគាត់បាននិយាយប្រាប់លោកហ្វកច្រើនដងមកហើយបន្តមកលោកហ្វកបានយកមេដាយរបស់គាត់ឲ្យគាត់ដែលនេះគឺជាមេដាយដែលមេរបស់គាត់ឲ្យគាត់បន្តមកគាត់បាននិយាយប្រាប់លោកហ្វកថាករណីដែលគាត់បាននិយាយនោះគាត់មានអារម្មណ៍ថាដូចជាទើបតែបានកើតឡើងអញ្ចឹងហើយគាត់បានបន្ថែមទៀតថាក្នុងនាមជាអ្នកអនុវត្តច្បាប់ម្នាក់គឺត្រូវតែប្រកាន់ខ្ជាប់នៃការពិតចំពោះបេសកកម្មរបស់ខ្លួនទោះបីជាមិនអាចដើររួចដូចខ្ញុំក៏គ្មានអារម្មណ៍សោកស្ដាយដែរនៅពេលនោះលោកហ្វកបានសួរទៅគាត់ថាពួកយើងនិយាយគ្នាយូរហើយតែលោកចាំថាខ្ញុំជាអ្នកណាដែលអត់ក៏ប៉ុន្តែគាត់បែរជាមិនឆ្លើយហើយនិយាយថាគាត់ឃ្លានហើយលោកហ្វកក៏បាននាំគាត់ទៅវិញគាត់បានសួរលោកហ្វកថាហេតុអីក៏យឺតយ៉ាងនេះលោកហ្វកក៏បានរិះគន់យ៉ាងលឿនតែម្ដងបន្តមកដល់ថ្ងៃកាត់ក្តីរបស់អាគិតមេធាវីថ្មីរបស់អាគិតបាននិយាយប្រាប់តុលាការថាកូនក្តីរបស់គាត់បានសារភាពគឺដោយសារតែគេមិនយល់អំពីច្បាប់ពីព្រោះតែមេធាវីចាស់របស់គេបានធ្វើការណែនាំខុសដូច្នេះខ្ញុំសូមធ្វើការបដិសេធចំពោះការសារភាពមួយនេះហើយនៅពេលនោះលោកហ្វកដែលជារដ្ឋអាជ្ញាក៏មិនបានប្រឆាំងចំពោះការតវ៉ានេះដែរលោកក្រោយមកលោកប៉ាបានសួរទៅលោកហ្វកហេតុអីក៏មិនប្រឆាំងចំពោះការតវ៉ានេះគាត់បានប្រាប់លោកប៉ាថាតាមពិតទៅម៉ាខាគិតគេចង់ទទួលបានការបន្ធូរបន្ថយទោសតែការសារភាពគឺគ្រប់គ្រាន់ហើយមែនទេតែហេតុអីក៏គេធ្វើការបដិសេធការសារភាពវិញតើនេះគឺជាល្បែងស៊ីសងក្នុងរយៈពេល10ឆ្នាំមែនទេចុះបើសិនជាគេត្រូវបានមេធាវីចាស់របស់គេបោកប្រាស់អ្វីដែលយើងបានធ្វើគឺគ្រាន់តែទុកឱកាសឲ្យគេតែប៉ុណ្ណោះតែលោកយ៉ងបាននិយាយថានៅពេលនេះលោកកំពុងតែជួយជនល្មើសហើយតែលោកចង់ធ្វើអីតែលោកចង់បញ្ជាក់ថាគេស្អាតស្អំមែនទេម៉ាខាគិតបានសារភាពហើយបដិសេធវិញគឺបញ្ជាក់ថាក្នុងចំណោមពួកគេទាំងពីរនាក់គឺមានម្នាក់កុហកឬក៏កុហកទាំងពីរនាក់តែម្ដងហេតុអីត្រូវចំណាយពេលចំណាយកម្លាំងជាមួយនឹងពួកគេបន្តទៀតបន្តមកគាត់បានប្រាប់ឲ្យលោកប៉ាវហើយមេធាវីលីហើយនិងលោកអូធ្វើជាសាក្សីនៅក្នុងសវនាការហើយក៏បានប្រាប់ឲ្យគាត់ធ្វើជារដ្ឋអាជ្ញាអមជាមួយនឹងលោកហ្វកហើយបងរៀនលោក
ហ្វកពីព្រោះមើលទៅគាត់ដូចជាថ្មីថ្មោងជាមួយនឹងការងារនេះមែនទែនលោកក្រេមកនៅពេលដែលសាវនាការត្រូវបានបើកឡើងវិញមើលទៅលោកតាដូចជាមានការព្រួយបារម្ភខ្លាំងណាស់នៅពេលដែលតុលាការបានមកដល់សាវនាការក៏បានចាប់ផ្ដើមឡើងហើយគិញវៃដែលជាព្រីចាប់ម៉ាកាគីតក៏បានចូលរួមធ្វើជាសាក្សីផងដែរគេបាននិយាយថានៅថ្ងៃនោះម៉ាកាគីតបានព្យាយាមរត់គេចពីការចាប់ខ្លួនរបស់ប៉ូលីសឬដូច្នោះមេធាវីរបស់ម៉ាកាគីតបានបកស្រាយថាគេដោយសារតែកូនក្តីរបស់គាត់បានឃើញមនុស្សប្លែកបង្ហាញការបែបនោះហើយប៉ូលីសគ្មានឯកសន្តានដូច្នេះគេក៏មានអារម្មណ៍ភ័យខ្លាចហើយរត់ក៏ប៉ុន្តែតុលាការមិនគិតដូច្នោះឡើយហើយបានសួរថាតើប៉ូលីសបង្ហាញការខ្លាំងៗមែនទេបន្តមកពួកគេបានសួរលីស៊ីម៉ាន់ដែលជាមេធាវីចាស់របស់ម៉ាកាគីតនាងបាននិយាយថាចំពោះការសារភាពនោះគឺជាការពិតបន្តមកលោកប៉ៅដែលជារដ្ឋអាជ្ញាបានសួរទៅនាងថាតើនាងបានដឹងទេថាហេតុអីបានជាជនជាប់ចោទសារភាពបែបនោះនាងបានប្រាប់ថាគេដោយសារតែគេចង់ទទួលបានការបន្ធូរបន្ថយទោសទើបគេសារភាពបែបនោះគ្រប់ឯកសារដែលគេបានសញ្ញេគឺគេមានស្មារតីពេញលេញក្នុងការសារភាពបទល្មើសរបស់គេបន្តមកមេធាវីបានសួរទៅនាងទៀតថាតើនាងទទួលស្គាល់ដែលអត់ថានាងបានបោកបញ្ឆោតគុណក្តីរបស់ខ្ញុំឲ្យគេសារភាពនាងបានឆ្លើយតបថាគេបានប្រព្រឹត្តបទល្មើសហើយចង់ទទួលបានការបន្ធូរបន្ថយទោសគឺខ្ញុំបានជួយគេអំពីរបៀបរបបនៃច្បាប់តែប៉ុណ្ណោះនៅពេលនោះលោកតាម៉ាមានអារម្មណ៍ខឹងយ៉ាងខ្លាំងហើយបានស្រែកជេរនាងថាគេដោយសារតែស្រីចង្រៃឯកបានប្រាប់យើងថាបើសិនជាពួកយើងឡើងសាវនាការពួកយើងនឹងចាញ់គ្រប់យ៉ាងដែលនាងបាននិយាយនៅទីនេះគឺសុទ្ធតែជាពាក្យកុហកទាំងអស់នៅពេលដែលបានគេដូច្នោះតុលាការក៏បានប្រាប់ឲ្យគេនាំគាត់ចេញទៅក្រៅបន្តមកមេធាវីរបស់ឆាន់កុកវិញបានសួរទៅនាងថានៅពេលដែលជនជាប់ចោទទី1បានសារភាពតែគេបានបញ្ជាក់ច្បាស់ដែលអត់តែគេមិនបានឲ្យឆាន់កុកវិញដែលជាគុណក្តីរបស់ខ្ញុំខ្ចីអស័យដ្ឋានរបស់គេនោះនាងបានឆ្លើយតបថាគេបានបញ្ជាក់ច្បាស់ខ្លាំងណាស់ថាគេមិនបានឲ្យអស័យដ្ឋានរបស់គេទៅអ្នកណាខ្ចីឡើយនៅពេលនោះមេធាវីម្នាក់នោះបាននិយាយថាបានចឹងរឿងក្តីនេះគឺជនជាប់ចោទទី1គឺជាអ្នកប្រព្រឹត្តតែម្នាក់ឯងគុណក្តីរបស់ខ្ញុំគឺស្អាតស្អំបន្តមកលោករដ្ឋអាជ្ញាប៉ៅបានសួរទៅលោកអូផាម៉ាន់ក្នុងនាមរូបលោកគឺជាជំនួយការរបស់អតីតមេធាវីរបស់ជនជាប់ចោទទី1តែលោកអាចពណ៌នាបានដែរទេតែក្រុមការងាររបស់លោកមានទំនាក់ទំនងអីជាមួយនឹងជនជាប់ចោទទី1គេបានឆ្លើយប្រាប់ថាពួកយើងមានការទុកចិត្តគ្នាទៅវិញទៅមកដូច្នេះទំនាក់ទំនងរបស់យើងគឺល្អខ្លាំងណាស់នៅពេលដែលបានលេដូច្នោះលោកហ្វកបាននិយាយទៅលោកអូផាម៉ាន់ថាជនជាប់ចោទទី1បាននិយាយថាលោកហើយនឹងមេធាវីលីបានបោកបញ្ឆោតគេឲ្យសារភាពហេតុអីក៏គេនិយាយដូច្នោះលោកអូបានតបថាប្រហែលជាគេខ្វះការអប់រំឲ្យមើលទៅទើបគេឆាត់ងងបែបហ្នឹងនិយាយដោយមិនចេះគិតខ្វះការពិចារណាហើយចាប់ជឿគេលើដូច្នោះលោកហ្វកបានសួរទៅលោកអូថាដោយសារតែគេគឺជាមនុស្សខ្វះការពិចារណាឆាត់ងងចាប់ជឿគេទើបលោកបញ្ចុះបញ្ចូលឲ្យគេសារភាពមែនទេគេដូច្នោះធ្វើឲ្យតុលាការមិនពេញចិត្តហើយបានបន្ទោសលោកហ្វកក៏បានប្រាប់តុលាការអំពីហេតុផលបន្តមកគាត់បានសួរទៀតថាតើលោកបានផ្ដល់សេវាកម្មមេធាវីហ្វ្រីឲ្យជនជាប់ចោទទី1មែនទេគេក៏បានឆ្លើយប្រាប់ថាត្រូវហើយស្ថាប័នមេធាវីរបស់ពួកយើងគេមានកម្មវិធី Pro Bono នៅពេលដែលបានលេខដូច្នោះលោកហ្វកបាននិយាយថាកម្មវិធី Pro Bono គួរតែផ្ដល់ឲ្យសម្រាប់ការពីក្តីគេអាចយល់បានក៏ប៉ុន្តែតើអាចទេរឿងក្តីទី1របស់ក្រុមហ៊ុនលោកដែលជាផ្ដល់សម្រាប់ជនជាប់ចោទដោយមិនខ្វល់ថាគេស្អាតស្អំឬអត់ដូច្នេះលោកគឺជាអ្នកប្រាប់ឲ្យគេសារភាពអូផាម៉ាន់បានតបទៅគាត់វិញថាខ្ញុំយល់ថាក្មេងៗគឺមានចំណេះល្អជាប់ខ្លួនដូច្នេះទោះជាគេមានទោសក៏ដោយគេគួរតែទទួលបានឱកាសបើសិនជាថ្ងៃនេះតុលាការកាត់ទោសឲ្យគេជាប់ពន្ធនាគារក៏ប៉ុន្តែខ្ញុំសង្ឃឹមថាគេអាចទទួលបានការបន្ធូរបន្ថយទោសបន្តមកលោកហ្វកបានសួរសំណួរចុងក្រោយតើលោកបានជំរុញឲ្យជនជាប់ចោទទី1សារភាពកំហុសដែលគេមិនបានប្រព្រឹត្តមែនទេគេក៏បានតបថាគេមិនអាចឆ្លើយសំណួរនេះបានឡើយហើយតុលាការក៏បានយកស្របនៅសម្ដីរបស់អូផាម៉ាន់ផងដែរហើយក៏បានប្រាប់ឲ្យលោកហ្វកជប់សួរសំណួរមិនសមហេតុផលទៀតទៅក៏ប៉ុន្តែលោកហ្វកបានតបវិញថាបើសិនជាជនជាប់ចោទទី1អាចទទួលបានការបន្ធូរបន្ថយទោសដោយការសារភាពតើហេតុអីក៏គេធ្វើការតវ៉ាក្តីបដិសេធនៅចម្លើយសារភាពរបស់គេបែបនេះវាមិនសមហេតុផលសោះបន្តមកលោកហ្វកក៏បានស្នើសុំឲ្យយកភស្តុតាងដែលមេធាវីទាំងពីរបានផ្ដល់ឲ្យយកមកពិនិត្យសារថ្មីដែលជាហេតុធ្វើឲ្យតុលាការឆ្ងល់លោកហ្វកបាននិយាយថាគាត់ធ្វើនេះគឺដើម្បីស្វែងរកការពិតតែប៉ុណ្ណោះនៅពេលនោះមេធាវីរបស់ឆាន់កុងវិញបានសួរទៅលោកអូថានៅពេលដែលម៉ាកាគីតបានធ្វើការសារភាពតើគេបានយកសម្បត្តិចំនួន3មកតើមែនទេគេក៏បានឆ្លើយប្រាប់ថាត្រូវហើយសម្បត្តិទាំង3នោះយកមកគឺដើម្បីចង់ឲ្យតុលាការបន្ធូរបន្ថយទោសបន្តមកសម្បត្តិនោះត្រូវបានមេធាវីម្នាក់នោះយកមកក្នុងសវនាការនៅពេលដែលពួកគេបានមើលសម្បត្តិនោះមេធាវីម្នាក់នោះបាននិយាយថាសម្បត្តិទី1គឺត្រូវបានសរសេរដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយហើយបានសួរទៅលោកអូថាតើលោកមិនមានការសង្ស័យទេតើមែនទេថាម៉ាកាគីតអាចមានការស្គាល់នាយកប្រតិបត្តិរបស់ក្រុមហ៊ុននោះគេក៏បានតបថាគេក៏មានការសង្ស័យដែរបន្តមកសម្បត្តិទី2គឺបានសរសេរដោយអ្នកធ្វើការសង្គមគេបានសរសេរថាម៉ាកាគីតតែងតែបានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តដើម្បីជួយសង្គមក៏ប៉ុន្តែនៅពេលដែលពួកយើងបានស៊ើបសួរខាងស្ថាប័ននោះបាននិយាយថាពួកគេមិនស្គាល់ម៉ាកាគីតឡើយនៅពេលដែលបានគេដូច្នោះលោកហ្វកហើយនិងមេធាវីរបស់អាគីតបានសុំឲ្យតុលាការបដិសេធចំពោះភស្តុតាងនេះក៏ប៉ុន្តែតុលាការមិនស្ដាប់ហើយប្រាប់ឲ្យមេធាវីម្នាក់នោះបន្តទៀតចំពោះសម្បត្តិទី3គឺត្រូវបានសរសេរដោយអតីតមេរបស់ម៉ាកាគីតគេបានអះអាងថាម៉ាកាគីតគឺជាមនុស្សល្អឧស្សាហ៍ព្យាយាមឲ្យស្មោះត្រង់ក្នុងសម្បត្តិបានបញ្ជាក់ថាម៉ាកាគីតបានចូលធ្វើការនៅក្នុងខែធ្នូឆ្នាំ2019ក៏ប៉ុន្តែតាមពិតក្រុមហ៊ុននោះត្រូវបានបិទតាំងពីឆ្នាំ2017មកម្លេះដូច្នេះបញ្ជាក់ថាសម្បត្តិទាំងអស់នេះគឺត្រូវបានរៀបចំដោយម៉ាកាគីតទាំងអស់តែម្ដងឬដូច្នោះអាគីតបានស្រែកថាសម្បត្តិនេះគឺគេមិនដឹងឡើយមេធាវីទាំងពីរនាក់នោះគឺជាអ្នករៀបចំលោកហ្វកបាននិយាយទៅតុលា
ការដើម្បីក្បែកគាត់យកសម្បត្តិនេះធ្វើជាភ័ស្តុតាងនៅពេលនោះមេធាវីរបស់គិតបាននិយាយទៅលោកហ្វក់ថាការពីកូនក្តីគឺជាទូនាទីរបស់គាត់លោកហ្វក់កំលោកដៃបន្តមកតុលាការបានសួរទៅមេធាវីរបស់គិតថាលោកបាននិយាយថាកូនក្តីរបស់លោកត្រូវបានគេបោកឲ្យសារភាពតើលោកមានភ័ស្តុតាងដែលអត់គាត់បានឆ្លើយថាគ្មានភ័ស្តុតាងដែលជាហេតុធ្វើឲ្យលោកហ្វក់មិនសប្បាយចិត្តហើយបានថាឲ្យគាត់ថាបើសិនជាលោកចង់ការពីកូនក្តីលោកត្រូវតែធ្វើការជាលក្ខណៈជំនាញត្រូវជួយកូនក្តីរបស់លោកស្វែងរកភ័ស្តុតាងលោកពិតជាគ្មានប្រយោជន៍មែនលោកនិយាយតែពីសម្ដីគ្មានសមហេតុផលនៅក្នុងសវនកម្មបែបនេះតើលោកបានអនុវត្តជាមេធាវីការពីក្តីយ៉ាងម៉េចនៅពេលដែលបានគិតដូច្នោះតុលាការបានស្ដីបន្ទោសឲ្យលោកប៉ាវដែលគាត់បានបណ្ដោយឲ្យលោកហ្វុកប្រមាថមេធាវីនៅក្នុងសវនកម្មបែបនេះហើយក៏បានគំរាមលោកប៉ាវថាបើសិនជាលោកប៉ាវមិនអាចគ្រប់គ្រងមនុស្សរបស់គាត់បាននោះតុលាការនឹងប្តឹងគាត់ជាមិនខាននៅពេលនោះលោកប៉ាវបានតបទៅតុលាការវិញថាតាមពិតទៅលោកហ្វុកមិនបានមិនគ្រប់តុលាការឡើយគាត់គ្រាន់តែចង់ជំរុញសំណួរដែលមានប្រយោជន៍តែប៉ុណ្ណោះនៅពេលនោះលោកហ្វុកបាននិយាយថាកុំបន្ទោសលោកប៉ាវខ្ញុំសង្ឃឹមថាលោកពិនិត្យមើលឲ្យបានច្បាស់ថាម៉ាខាគីត្រូវបានគេបោកបញ្ឆោតពិតមែនឬក៏អត់ឬហើយធ្វើឲ្យតុលាការមិនសប្បាយចិត្តហើយបាននិយាយថានៅពេលដែលខ្ញុំធ្វើជារដ្ឋអាជ្ញាគេលោកកំពុងតែស្លៀកកន្ទប់តែប៉ុណ្ណោះខ្ញុំសូមរំលឹកលោកគ្មានទូនាទីបង្រៀនខ្ញុំឡើយគឺខ្ញុំវិញទេជាអ្នកត្រូវបង្រៀនលោកនោះការពីក្តីឲ្យអ្នកទោសមិនមែនជាទូនាទីរបស់លោកឡើយដែលពេលនោះលោកហ្វុកបានសំទោសគាត់ហើយបាននិយាយទៅគាត់ថាខ្ញុំក៏ចង់រំលឹកលោកផងដែរនៅក្នុងទូនាទីជាអ្នកកាត់ទោសបទល្មើសគឺមិនមែនតែនិយាយបាននៃការផ្ដន់ទាទោសទៅលើជនជាប់ចោទឡើយក៏ប៉ុន្តែត្រូវផ្អែកទៅលើភ័ស្តុតាងដែលសមរម្យដើម្បីធ្វើការវិនិច្ឆ័យនៅពេលដែលបានឮហើយធ្វើឲ្យលោកតុលាការកាន់តែមិនសប្បាយចិត្តហើយបានសួរទៅលោកហ្វុកថាតើខ្ញុំត្រូវបកគលអានរបស់ខ្ញុំឲ្យលោកមែនទេលោកហ្វុកបានតបទៅគាត់វិញថាខ្ញុំចង់មានន័យថាសកម្មភាពរបស់លោកបានជាអត្តពលទៅលើគណៈវិនិច្ឆ័យកាត់ក្តីទៅលើជនជាប់ចោទទី1បាត់ហើយដូច្នេះពេលនេះខ្ញុំសូមស្នើឲ្យបិទសវនកម្មសិនហើយធ្វើការបើកសាលក្រុមម្ដងទៀតបន្តមកតុលាការក៏បានបិទសវនកម្មនៅពេលនោះបន្តមកគណៈពេលដែលពួកគេកំពុងតែរងចាំការបើកសវនកម្មម្ដងទៀតលោកយ៉ងបានចេញមកហើយជិះលោកហ្វុកក៏ប៉ុន្តែគាត់បានជាមិនខ្វល់ហើយធ្វើប្រងើយតែម្ដងនៅពេលដែលលោកហ្វុកបានដើរទៅមុខក៏ស្រាប់តែបានជួបលោកអូបានហៅគាត់ក៏ប៉ុន្តែគាត់មិនចង់ខ្វល់សោះលោកអូបាននិយាយទៅគាត់ថានៅក្នុងសវនកម្មមនុស្សដែលយល់អំពីច្បាប់បានធ្វើការតតាំងគ្នានៅទីនេះក៏ប៉ុន្តែលោកកុំព្រួយបារម្ភអីទោះជាលទ្ធផលចេញមកយ៉ាងណាក៏ដោយយើងទាំងពីរនាក់សុទ្ធតែជាអ្នកចង់ជួយអាគិតឬដូច្នោះធ្វើឲ្យលោកហ្វុកខឹងមែនតែនហើយបាននិយាយថាបិទមាត់ដល់គំរូរបស់លោកទៅគេលោកជាអ្នកបោកឲ្យគេសារភាពហើយរុញឲ្យគេធ្លាក់នរកមែនទេហើយគាត់ក៏បានដើរចេញបន្តមកសវនកម្មបានបើកម្ដងទៀតគណៈវិនិច្ឆ័យបានធ្វើការសម្រេចចិត្តពួកគេបានប្រកាសថាម៉ាខាគិតគេនឹងត្រូវកាត់ទោសរីឯឆាន់ក៏វិញគេគ្មានទោសឡើយបន្តមកតុលាការក៏បានប្រកាសសាលក្រមកាត់ក្តីម៉ាខាគិតនៅពេលនោះតែម្ដងគេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល27ឆ្នាំរីឯឆាន់ក៏វិញត្រូវបានដោះលែងនៅពេលដែលបានឮហើយធ្វើឲ្យលោកតាហើយនិងអាគិតមានអារម្មណ៍ខូចចិត្តមែនទែនលោកតាបានស្រែកប្រាប់អាគិតថាកុំព្រួយបារម្ភអីចៅត្រូវតែរឹងមាំណាតានឹងរិះរកវិធីដើម្បីជួយចៅឲ្យចេញមកវិញឲ្យបានដរាបណាតានៅរស់នៅពេលដែលលោកហ្វុកបានឃើញដូច្នោះហើយធ្វើឲ្យគាត់មានអារម្មណ៍ពិបាកចិត្តមែនទែនតែនៅពេលនេះគាត់មិនទាន់អាចធ្វើអីបានឡើយនៅពេលដែលគ្រប់គ្នាបានទៅអស់គាត់បានអង្គុយពិបាកចិត្តតែម្នាក់ឯងនៅទីនេះលោកក្រោយមកគាត់បានមកជួបអាគិតនៅក្នុងគុកគាត់បានសុំទោសអាគិតហើយសន្យាថាគាត់នឹងជួយអាគិតជាមិនខានក៏ប៉ុន្តែអាគិតបានតបវិញថាតុលាការបានកាត់ទោសឲ្យខ្ញុំជាប់គុករយៈពេល27ឆ្នាំតើលោកជួយខ្ញុំដោយវិធីណាហើយក៏បានដាក់ចេញនៅពេលនោះធ្វើឲ្យគាត់ពិបាកចិត្តមែនទែនងាកមកមើលខាងនេះវិញអូប៉ាម៉ាន់បាននាំលីស៊ីម៉ាន់មកជួបមនុស្សម្នាក់ដែលនេះគឺជាក្រុមការងាររបស់ពួកគេផងដែរហើយគេបានមកជួបបុគ្គលិកផ្នែកច្បាប់របស់គេនិយាយអំពីរឿងរ៉ាវដែលពួកគេត្រូវធ្វើបន្តទៀតដើម្បីជាមនុស្សអាក្រក់ឲ្យរួចទោសហើយអូប៉ាម៉ាន់គេក៏ជាមនុស្សដែលប្រាថ្នាផងដែរងាកមកមើលខាងនេះវិញក្នុងកម្មវិធីជួបជុំរបស់សមាជិកមន្ត្រីក្រសួងយុតិធធម៌អ្នកស្រីសេលីណាបានអរគុណចំពោះគ្រប់គ្នាដែលបានប្រឹងប្រែងធ្វើការហើយមានការលះបង់ខ្ពស់មែនទែននៅពេលដែលគាត់បាននិយាយហើយគាត់ក៏បានមករកលោកប៉ាវព្រមទាំងបានរាក់ទាក់ជាមួយនឹងលោកហ្វុកផងដែរគាត់ក៏បានប្រាប់លោកហ្វុកថានៅពេលដែលលោកហ្វុកធ្វើជាប៉ូលីសលោកហ្វុកមានភាពល្បីល្បាញមែនទែនគេដោយសារតែលោកហ្វុកពូកែដេញតាមចាប់ជនល្មើសហើយក៏បានប្រាប់លោកហ្វុកផងដែរថាឲ្យគាត់ធ្វើការជាមួយនឹងលោកយ៉ងបើសិនជាមានចម្ងល់អីឲ្យសួរលោកយ៉ងបានបន្តមកគាត់បាននិយាយថាខ្ញុំបានឮថាលោកហ្វុកមានការសង្ស័យចំពោះរឿងក្តីដំបូងដែលលោកបានដោះស្រាយមែនទេក៏ប៉ុន្តែក្នុងនាមជារដ្ឋអាជ្ញាបើទោះជាយើងបានឃើញបញ្ហាអ្វីក៏ដោយគឺមានតែជនជាប់ចោទតែប៉ុណ្ណោះដែលអាចស្នើសុំធ្វើការប្តឹងឧទ្ធរណ៍បាននៅពេលនោះលោកហ្វុកបាននិយាយថាបើសិនជាជនជាប់ចោទធ្វើការប្តឹងឧទ្ធរណ៍ខ្ញុំសង្ឃឹមថាលោកស្រីនឹងយកចិត្តទុកដាក់ចំពោះករណីនេះក៏ប៉ុន្តែលោកយ៉ងបាននិយាយកាត់ហេតុអីក៏លោកដូចជាយកចិត្តទុកដាក់ចំពោះការប្តឹងឧទ្ធរណ៍របស់ជនជាប់ចោទម្នាក់នោះយ៉ាងនេះខ្ញុំគិតថាតុលាការបានធ្វើការកាត់ក្តីរួចរាល់អស់ហើយបន្តមកអ្នកស្រីសេលីណាបាននិយាយថាមើលទៅការពិភាក្សាមួយនេះគឺមិនចេះចប់ឡើយពួកយើងចាំពិភាក្សាគ្នានៅពេលក្រោយទៀតទៅបន្តមកនៅពេលដែលគាត់បានទៅជួបលោកចៅក្រមគាត់បានហៅពួកគេគ្រប់គ្នាឲ្យមកអង្គុយជុំគ្នាបន្តមកនៅពេលដែលពួកគេបានអង្គុយជុំគ្នាលោកចៅក្រមបាននិយាយទៅអ្នកស្រីសេលីណាថាមើលទៅកូនចៅរបស់អ្នកស្រីគេមិនយល់ពីវិន័យឡើយបន្តមក
មកគាត់បានប្រាប់លោកហ្វថាគេគ្រប់គ្នាហៅខំថាจากក្រុមកំពូលក៏ប៉ុន្តែលោកគឺអត់ទេមុនឆ្នាំ1997គ្រប់គ្នាដែលបានស្គាល់ខ្ញុំនៅពេលនោះគេហៅខ្ញុំថាจากក្រុមកំពូលហើយគាត់បានប្រាប់លោកហ្វអំពីការប្រក្តីធ្វើជាจากក្រុមគឺត្រូវផ្អែកទៅលើវិន័យ3ទី1គឺជាចំណុចរបស់សាស័យបានឃើញផ្ទាល់ភ្នែកទី2គឺជាភ័ស្តុតាងជាក់ស្ដែងហើយទី3គឺជាការសម្រេចចិត្តរបស់ក្រុមប្រឹក្សាតុលាការជួនកាលខ្ញុំបានដឹងថាជនជាប់ចោទគឺមានបទល្មើសក៏ប៉ុន្តែគ្មានភ័ស្តុតាងដូច្នេះមិនអាចធ្វើអីគេបានឡើយគឺមានតែដោះលែងគេតែប៉ុណ្ណោះហើយម្យ៉ាងវិញទៀតអ្នកខ្លះគឺជាមនុស្សស្អាតស្អំក៏ប៉ុន្តែមានភ័ស្តុតាងត្រូវចាប់គេដូច្នេះខ្ញុំត្រូវតែកាត់ទោសពួកគេខ្ញុំត្រូវតែធ្វើតាមវិន័យគ្មានហេតុផលណាដែលលោកមិនធ្វើតាមឡើយពេលនេះខ្ញុំយល់ហើយគឺដោយសារតែនេះគឺជារឿងក្តីដំបូងរបស់លោកគ្មានបទពិសោធន៍ដូច្នេះខ្ញុំលើកលែងទោសឲ្យលោកចុះបន្តមកគាត់ក៏បានយកស្រាក្រហមដែលជាស្រាក្រហមពិសេសដែលបានផលិតតាំងពីឆ្នាំ92មកម្លេះមកឲ្យគ្រប់គ្នាផឹកគណៈពេលនោះគាត់បាននិយាយអំពីភាពសោកសៅរបស់អ្នកដែលបានផលិតស្រានេះគាត់គឺជាស្ត្រីម្នាក់ដែលត្រូវបានប្តីឡើងចោលបន្តមកគាត់បានផលិតស្រានេះលក់ដោយអារម្មណ៍សោកសៅមែនទែនយើងសាររសជាតិសោកសៅរបស់គាត់មើលទៅនៅពេលដែលលោកហ្វបានលើដូច្នោះគាត់បាននិយាយថាស្រានេះពិតជាថ្លៃណាស់វាគឺជាចំណូលប្រចាំខែរបស់ប្រជាជនក្រីក្រនៅហុងកុងបន្តមកគាត់ក៏បានដាក់ចោលនៅក្បែរជញ្ជីងយុត្តិធម៌ដោយមិនព្រមផឹកឡើយលោកក្រោយមកគាត់បានមករកលោកតាមកគណៈពេលដែលលោកតាកំពុងតែលាងឡានដែលបានសំទោសលោកតាដែលគាត់មិនអាចជួយចែករបស់លោកតាបានហើយប្រាប់ឲ្យគាត់ធ្វើការប្តឹងឧទ្ធរណ៍ដើម្បីជួយចែករបស់គាត់ឲ្យចេញមកវិញលោកតាបានប្រាប់ថាគាត់បានធ្វើរួចហើយគាត់មិននិយាយរកអ្នកណាទាំងអស់ពីព្រោះមេធាវីរបស់គាត់បានប្រាប់គាត់បែបនោះហើយក៏បានដើរចេញតែម្ដងក៏ស្រាប់តែមានមនុស្សបានបើកឡានមកចង់បុកសម្លាប់គាត់ក៏ប៉ុន្តែលោកហ្វបានជាលោកតាដែលបានប្រើធុងទឹកគេបានដេញតាមបុកទៀតលោកហ្វក៏បាននាំគាត់រត់ចេញទាន់ពេលវេលាហើយគាត់បានប្លែងខ្លួនទៅលើឡាននោះបន្តមកនៅពេលដែលគេបានដេញតាមលោកតាទៅជាន់ក្រោមគាត់បានហក់ទៅជាន់ក្រោមដើម្បីជួយលោកតាបន្តទៀតឡានរបស់ឃាតករនោះបើកលែងកើតគេក៏បានហក់ចេញពីឡានបន្តមកគេក៏បានលោតទៅលើឡានមួយនៅខាងក្រោមហើយក៏បានគេចខ្លួនបាត់ទៅលោកក្រោយមកលោកហ្វបាននាំលោកតាមកប៉ោះប៉ូលីសដើម្បីប្តឹងដែលជាហេតុធ្វើឲ្យពួកគេភ្ញាក់ផ្អើលពីព្រោះគាត់តែដាក់ពាក្យប្តឹងឧទ្ធរណ៍សោះក៏ប៉ុន្តែបែរជាត្រូវគេតាមសម្លាប់បន្ទាប់ពីបានដាក់ពាក្យបណ្ដឹងហើយលោកហ្វបាននាំលោកតាត្រឡប់ទៅផ្ទះគាត់បានឃើញថាស្ថានភាពរបស់លោកតាពិតជាពិបាកមែនទែនលោកតាក៏បានចាក់ទឹកតែឲ្យលោកហ្វផឹកនៅពេលដែលលោកហ្វបានឃើញរូបគំនូរនៅលើជញ្ជាំងគាត់បានសួរទៅលោកតាថាតើនេះចៅរបស់លោកតាគឺជាអ្នកគូមែនទេគាត់បានឆ្លើយប្រាប់ថាត្រូវហើយគេចូលចិត្តគូរូបអគារខ្ពស់ៗហើយតែងតែនិយាយថាគេចង់រស់នៅកន្លែងល្អតាំងពីគេចូល18ឆ្នាំមកគេបានដាក់ពាក្យចូលធ្វើការសង្ឃឹមថា2ឆ្នាំទៀតពួកយើងអាចបដូរទៅរស់នៅក្នុងអាផាតមិនជាមិនខាននៅពេលនោះលោកហ្វបានសួរទៅគាត់ថាតើគាត់បានស្គាល់មេធាវីលីស៊ីម៉ាន់ដោយវិធីណាគាត់បានប្រាប់ថាគឺតាមរយៈម្ចាស់ភោជនីយដ្ឋានដែលខិតបានធ្វើការគេមានតកូឡាវគេបានណែនាំឲ្យស្គាល់មេធាវីម្នាក់នោះដោយសារតែគាត់ក្រីក្រខ្លាំងពេកដូច្នេះគាត់គ្មានជំរឿនឡើយហើយទទួលយកសេវាកម្មមេធាវីឥតគិតថ្លៃដោយមិនបានដឹងថាពួកគេបានបោកប្រាស់គាត់ឡើយនៅពេលនោះគាត់បានគិតថាលោកហ្វប្រកាសជាឃ្លានហើយមើលទៅហើយគាត់ក៏បានចង់មីឲ្យលោកហ្វញ៉ាំតែម្ដងគណៈពេលនោះដែរលោកហ្វបានលួចដាក់ប្រាក់មួយចំនួននៅក្នុងកាសែតទុកឲ្យគាត់ដោយសារតែបានឃើញថាគាត់ពិបាកខ្លាំងពេកលោកក្រោយមកលោកហ្វបានមករកលោកប៉ៅហើយនឹងព្លីសឃីងវៃដែលបានប្រាប់ពួកគេអំពីបរិសម្នាក់ដែលមានតកូឡាវជាម្ចាស់ភោជនីយដ្ឋានដែលខិតបានធ្វើការដែលគេមានទំនាក់ទំនងជាមួយនឹងមេធាវីលីស៊ីម៉ាន់ហើយនឹងអូប៉ាម៉ាន់ពួកគេទាំងពីរបានតាមដានតកូឡាវម្នាក់នោះបន្ទាប់ពីបានតាមដានហើយគីងវៃបានប្រាប់លោកហ្វថាឡាវសៀកុងគេមានភោជនីយដ្ឋានជាច្រើននៅក្នុងដៃមានទាំងហាងលក់ស្រាព្រមទាំងបារព្រមទាំងមានទំនាក់ទំនងជាមួយនឹងមេឧក្រិដ្ឋជនជាច្រើនផងដែរហើយ business ទាំងអស់របស់គេគឺត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនច្បាប់របស់អូប៉ាម៉ាន់រីអេលីស៊ីម៉ាន់វិញនាងត្រូវបានធំធាត់ឡើងនៅក្នុងមណ្ឌលកុមារកំព្រានាងត្រូវបានអូប៉ាម៉ាន់ឧបត្ថម្ភសិក្សាផ្នែកច្បាប់នៅអាមេរិកក្រោយមកនៅពេលនាងបានក្លាយទៅជាមេធាវីនាងបានជួយអូប៉ាម៉ាន់ក្នុងការតវ៉ាក្តីជាច្រើនលើកដែលជាហេតុធ្វើឲ្យគេត្រូវបានដោះលែងតាមពិតពួកគេទាំងពីរនាក់គឺជាគូស្នេហ៍ហើយអូប៉ាម៉ាន់បានប្រព្រឹត្តបទល្មើសច្រើនណាស់ក៏ប៉ុន្តែគេអាចរួចខ្លួនគេដោយសារតែឯកសារคล้ายៗបន្តមកធីងបេបានប្រាប់ទៀតថានៅពេលដែលគេនៅក្នុងគុកគេបានរៀនច្បាប់ហើយនៅពេលដែលគេបានចេញពីគុកគេនៅតែប្រព្រឹត្តអំពើខុសច្បាប់ទៀតហើយគេថែមទាំងស្គាល់អ្នកទោសដែលមានឥទ្ធិពលទៀតផងក្នុងនោះរួមមានអ្នកទោសដែលលោកបានចាប់ផងដែរគឺមកពីប្រទេសកម្ពុជាមានឈ្មោះថាសឹងចំណែកឯអូប៉ាម៉ាន់វិញហាក់ដូចជាចាប់អារម្មណ៍ទៅលើលោកហ្វផងដែរលោកក្រោយមកគេបានមកកន្លែងផលិតគ្រឿងញៀនរបស់គេជាមួយនឹងឡាវសៀវខុងគេបានសួរទៅឡាវសៀវខុងថារឿងដែលបានកើតឡើងចំពោះលោកពូម៉ាតើគឺជាស្នាដៃរបស់ពួកគេមែនទេអាខុងបានតបថាត្រូវហើយអាចជាស្នាដៃរបស់អាតង់ឬក៏អាសឹងឬដូច្នោះធ្វើឲ្យអូប៉ាម៉ាន់មិនសប្បាយចិត្តហើយនិយាយថាពួកគេពិតជាល្ងងណាស់ធ្វើអីមិនចេះគិតឯងគឺជាមនុស្សឆ្លាតចាប់ពីថ្ងៃនេះតទៅឯងធ្វើអីក៏ដោយកុំល្ងងដូចជាពួកគេអសោះលោកក្រោយមកអូប៉ាម៉ាន់បានមកជួបអាសឹងបាននិយាយអំពីការបាត់បង់ផ្លែដូងរបស់គេដែលត្រូវប៉ូលីសចាប់បានគឺដោយសារតែកូនចៅរបស់អាតង់គេបានបាត់បង់អស់50លានឯណោះនៅពេលនោះអូប៉ាម៉ាន់បាននិយាយថាបើសិនជាពួកគេមិនធ្វើការដឹកជញ្ជូននៅពេលនេះទេនោះពួកគេប្រហែលជាអាចមិនបាត់បង់50លាននោះឡើយពេលនេះគេចង់ discount 30%ឲ្យអាសឹងសម្រាប់ការដឹកចំនួន3នាវាទៀតក៏ប៉ុន្តែពួកគេនៅតែមិនពេញចិត្តនៅពេលនោះអាតង់បានយកញញួរឲ្យអូប៉ាម៉ាន់ដែលព្រមតែបានចាប់កូនចៅរបស់គេមកដែលជាអ្នកធ្វើឲ្យប៉ូលីសចាប់គ្រឿងញៀនគេបានហើយប្រាប់ឲ្យអូប៉ាម៉ាន់វាយដៃរបស់គេក៏ប៉ុន្តែមើលទៅគេមិនហ៊ានសោះបន្តមកគេបានវាយដៃកូនចៅរបស់អាតង់ជាច្រើនញញួរតែម្ដងដែលជាហេតុធ្វើឲ្យគេស្រែកដោយក្តីឈឺចាប់បន្ត
បន្តមកអាសាំងបាននិយាយពីការដាច់ទំនិញនៅថ្ងៃស្អែកក៏ប៉ុន្តែអូប៉ាម៉ាន់បាននិយាយថាបញ្ហារបស់គេមិនទាន់ដោះស្រាយដូច្នេះកុំទាន់អាលដឹកអីដែលជាហេតុធ្វើឲ្យអាសាំងមិនសប្បាយចិត្តហើយនិយាយថាបញ្ហារបស់ឯងទុកឲ្យយើងជាអ្នកដោះស្រាយធ្វើឲ្យគេមិនហ៊ានជាមួយនឹងអាសាំងឡើយហើយព្រមដឹកទំនិញឲ្យអាសាំងបន្តមកគេក៏បានសុំទៅមុនងាកមកមើលលោកហ្វុកវិញពេលនេះលោកប៉ាបានខលមកគាត់ក៏ប៉ុន្តែកន្លែងលោកប៉ាពិតជាថ្លង់មែនតែនស្ដាប់មិនបានសោះលោកប៉ាបានជល់មកក្លឹបរបស់ឡាវសៀវខុងនៅពេលនោះគាត់បានឃើញឡាវសៀវខុងកំពុងតែស្ដីបន្ទោសឲ្យឆាន់កុងវិញពាក់ព័ន្ធនឹងការប្រាថ្នានៅទីនេះក៏ប៉ុន្តែគេបែរជាមិនស្ដាប់ហើយលេងថ្នាំបន្តទៀតឡាវសៀវខុងក៏បានវាយគេនៅពេលនោះដែលជាហេតុធ្វើឲ្យគេខឹងមែនតែនតាមពិតពួកគេទាំងពីរនាក់គឺជាបងប្អូនក៏ប៉ុន្តែឪពុកផ្សេងគ្នានៅពេលនោះគេបានឃើញលោកប៉ាលួចថតពួកគេក៏ប៉ុន្តែឆាន់កុងវិញស្គាល់គាត់រួចហើយពួកគេក៏ប្រញាប់ចេញទៅតែកូនចៅរបស់គេបានគាត់លោកប៉ាវហើយបានសួរគាត់រកទូរស័ព្ទក៏ប៉ុន្តែគាត់មិនព្រមឲ្យពួកគេក៏បានវាយគាត់នៅពេលនោះដែរក៏ស្រាប់តែលោកហ្វុកបានមកដល់ហើយបានសួរពួកគេថាតើពួកឯងជាជាងកាងមែនទេយើងបានខលប្តឹងប៉ូលីសហើយតែនៅពេលដែលគាត់យកលោកប៉ាវចេញទៅពួកគេបាននិយាយថាសំបីតែប៉ូលីសក៏យើងហ៊ានវាយដែរបន្តមកពួកគេបានគប់ដបស្រាទៅពួកគាត់ទាំងពីរហើយពួកគេបានមកយ៉ាងច្រើនវាយពួកគាត់លោកហ្វុកបានវាយពួកគេវិញដាក់យកជុលមកត្រូវរីឯលោកប៉ាវវិញគាត់បានខលប្រាប់ឃើញវៃប្រាប់ឲ្យមកលឿនមកគណៈពេលនោះលោកហ្វុកបានតតាំងជាមួយនឹងពួកគេវាយពួកគេមិនដាក់ដៃតែម្ដងព្រោះតែពួកគេច្រើនមែនតែនលោកក្រេមកក៏ស្រាប់តែគាត់ត្រូវបានគេវាយសម្លាប់នៅពេលនោះតែនៅពេលដែលគាត់បានដឹងខ្លួនមកវិញគាត់វិសតែនឹងវាយឃើញវៃទៅហើយបន្តមកលោកប៉ាបានប្រាប់គាត់ថាខ្ញុំបានដឹងថាតាមពិតឡាវសៀវខុងគឺជាបងប្អូនឪពុកទីតេជាមួយនឹងឆាន់កុកវិញហើយនៅទីនេះគឺជាកន្លែងរបស់ឡាវសៀវខុងពួកគេទាំងអស់ដែលបានវាយលោកពេលនេះពួកគេទាមទារឲ្យមានការជួលមេធាវីជាពិសេសគឺពួកគេត្រូវការក្រុមហ៊ុនរបស់អូប៉ាបានតែម្ដងនៅពេលនេះលោកហ្វុកមានភស្តុតាងវីដេអូនោះគាត់មានសង្ឃឹមវិញហើយលោកក្រេមកលោកប៉ាបានមកនិយាយអំពីរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងក្តីរបស់ម៉ាខាខិតប្រាប់លោកយ៉ងតាមលំដោយព្រមទាំងមេធាវីរបស់គេដែលមានឈ្មោះថាលីស៊ីម៉ាន់ហើយនិងអូប៉ាម៉ាន់ហើយប៉ូលីសឃើញវៃបាននាំបងប្អូនទាំងពីរនាក់នោះមកសួរចម្លើយផងដែរក៏ប៉ុន្តែចិត្តគាត់តាំងពីដំបូងមកម្លេះគេមិនចង់ឲ្យមានការសាររើឬក្តីរបស់ម៉ាខាខិតឡើយគាត់បានមកជួបលោកស្រីសេលីណាលោកស្រីបាននិយាយទៅគាត់ថាពួកគេបានស្នើសុំធ្វើការសាររើរឿងក្តីឡើងវិញរយៈពេល28ថ្ងៃខ្ញុំពិតជាមិនយល់សោះថាហេតុអីក៏ពួកគេប្រឹងប្រែងយ៉ាងនេះធ្វើដូចជាករណីនេះសំខាន់ខ្លាំងណាស់អញ្ចឹងបន្តមកគាត់បានប្រាប់លោកយ៉ងថាខ្ញុំពិតជាមិនចង់ឲ្យមនុស្សគ្រប់គ្នាគិតថាស្ថាប័នរបស់យើងធ្វើការគ្មានជំនាញនោះឡើយបន្តមកលោកយ៉ងបានតបទៅគាត់វិញថាទោះជាពួកគេសាររើប៉ុន្មានដងក៏លទ្ធផលនៅតែដដែលពួកគេនៅតែចាញ់រីឯលោកហ្វុកវិញពេលនេះគាត់បានមកញ៉ាំអីជាមួយនឹងលោកតាម៉ាគាត់បានប្រាប់លោកតាថាឲ្យតែលោកតាបង្ហាញថាឡាវសៀវខុងគឺជាអ្នកណែនាំមេធាវីទាំងពីរនាក់នោះឲ្យស្គាល់លោកអាគិតប្រកាសជាអាចជួយបានជាមិនខានឬដូច្នោះធ្វើឲ្យលោកតាមានអារម្មណ៍សប្បាយចិត្តមែនទែនហើយក៏បានអរគុណលោកហ្វុកក៏ប៉ុន្តែគាត់បានតបវិញថានេះគឺជាទូនាទីរបស់គាត់តែប៉ុណ្ណោះបន្តមកលោកតាបាននិយាយថានៅពេលដែលអាគិតបានចេញមកគាត់នឹងឲ្យគេទៅរៀនច្បាប់ធ្វើការដោយលោកហ្វុកជាមិនខានតែលោកហ្វុកបានតបថាគេមានទេពកោសល្យខាងគូរូបតែលោកដឹងទេបច្ចុប្បន្ននេះរូបគំនូរលោកបានថ្លៃខ្លាំងណាស់បន្តមកលោកហ្វុកក៏បានសុំគាត់ទៅបន្ទប់ទឹកនៅពេលនោះដែរគាត់ក៏បានទុកលុយដែលលោកហ្វុកបានទុកឲ្យគាត់នៅក្រោមចានរីឯលោកហ្វុកវិញនៅពេលដែលគាត់បានលាងដៃហើយបានចេញមកវិញក៏ស្រាប់តែបានឃើញថានៅពេលនេះលោកតាត្រូវបានគេចាក់សម្លាប់បាត់ទៅហើយដែលជាហេតុធ្វើឲ្យគាត់ផិតភ័យមែនទែនលោកក្រោយមកគាត់បានមកជួបអាខិតហើយប្រាប់គេធ្វើឲ្យគេជឿចាប់មែនទែនគេបានសួរលោកហ្វុកថាតើលោកអាចសុំតុលាការឲ្យខ្ញុំចេញក្រៅមួយថ្ងៃបានទេខ្ញុំចង់ទៅសងសឹកខ្ញុំពិតជាមិនយល់សោះហេតុអីក៏ពួកលោកគ្មានអ្នកជួយខ្ញុំបែបនេះខ្ញុំគ្រាន់តែឲ្យគេខ្ជិលសយដ្ឋានគេដើម្បីយកលុយបន្តិចបន្តួចជាលោកតាចំណាយចាយវាក្នុងផ្ទះតែប៉ុណ្ណោះហើយសង្ឃឹមថាបានហូបគ្រាន់បានបន្តិចញ៉ាំពីអ្នកគាត់តែខុសដែរទេហើយក៏បានទៅវិញដែលជាហេតុធ្វើឲ្យគាត់មានអារម្មណ៍ខូចចិត្តមែនទែនគណៈពេលគាត់កំពុងតែពិបាកចិត្តគាត់បានស្ដាប់ឮព័ត៌មានដែលបានចុះផ្សាយអំពីការស្លាប់របស់លោកតាម៉ាហើយព្រមទាំងមានចម្ងល់ជាច្រើនដែលពាក់ព័ន្ធជាមួយនឹងរឿងក្តីរបស់ម៉ាខាខិតការកាត់ក្តីនេះគឺត្រឹមត្រូវដែរអត់បន្តមកគាត់បានមកជួបឃើញវៃបានប្រាប់គាត់ថាការស្លាប់របស់លោកតាម៉ាគេគ្មានភស្តុតាងគ្មានសាក្សីនៅកន្លែងកើតហេតុគ្មានស្នាមខ្យៅដៃគ្មានអាវុធរបស់ជនល្មើសលោកហ្វុកក៏បានសួរទៅគេថាចុះកាមេរ៉ានៅតាមដងផ្លូវនៅតាមហាងក្បែរនោះមានចែកដែរអត់ព្រមទាំងឡានឆ្លងកាត់មានតាមស្វ័យរកដែរអត់ក៏ប៉ុន្តែគេបែរជាមិនមាត់ដែលជាហេតុធ្វើឲ្យគាត់មិនសប្បាយចិត្តឃើញវៃបាននិយាយថាពួកគេបានធ្វើការមិនសម្រាករយៈពេល48ម៉ោងមកហើយតែនៅតែរកមិនឃើញលោកហ្វុកក៏បានសួរទៅគេថាតើនៅចាំនៅពាក្យដែលគាត់បាននិយាយដែរទេរក្សានៅភាពរឹងមាំប្រកាន់ខ្ជាប់នៅការពិតដែលជាហេតុធ្វើឲ្យគេមិនសប្បាយចិត្តហើយប្រាប់គាត់ថាអ្នកនៅទីនេះគឺសិតតែរឹងមាំហើយរក្សានៅការពិតក៏ប៉ុន្តែនៅតែមិនអាចដោះស្រាយបានលោកក្រេមកនៅពេលដែលលោកហ្វុកកំពុងតែជារថភ្លើងយ៉ាងស្ងប់ស្ងាត់ក៏ស្រាប់តែអតីតកូនចៅរបស់គាត់គឺមេយីបានមករាក់ទាក់គាត់ហើយបានណែនាំគាត់របស់នាងឲ្យគាត់បានស្គាល់ផងដែរគេមានឈ្មោះថាឡកបច្ចុប្បន្ននេះនាងនៅតែធ្វើជាប៉ូលីសហើយក៏មានឱកាសបានឡើងតំណែងផងដែរហើយក៏បានចងចាំនៅពីសម្ដីដែលគាត់បាននិយាយថារក្សាភាពរឹងមាំប្រកាន់ខ្ជាប់នៃការពិតនាងក៏បានប្រាប់គាត់ទៀតថាកាលបេសកកម្ម7ឆ្នាំមុនគឺនាងមានទម្ងន់3ខែហើយបើកុំតែគាត់បានជួយនាងកុំអីកូន
ប្រុសរបស់នាងមិនអាចអង្គុយទីនេះផងមើលទៅបន្តមកគាត់ក៏បាននឹកឃើញនៅអ្វីដែលគាត់បាននិយាយប្រាប់ឃើញវ័យខ្ញុំមិនបានចោះចេញឡើយគឺខ្ញុំគ្រាន់តែមានអាយុច្រើនតែប៉ុណ្ណោះមិនអាចធ្វើការដឹកនាំទៀតបានឡើយដូច្នេះទើបខ្ញុំធ្វើការផ្លាស់ប្ដូរទៅផ្នែកក្រសួងយុតិធធម៌បន្តមកគាត់បានប្រាប់គេថាដរាបណាហើយមានភាពសច្ចៈគឺអាចធ្វើបាននៅពេលដែលបានលឺហើយគេក៏បានស្ដាប់តាមគាត់ហើយក៏បានប្រាប់គ្នារបស់គេឲ្យបន្តធ្វើការទៀតដែលជាហេតុធ្វើឲ្យលោកហ្វកមានអារម្មណ៍សប្បាយចិត្តមែនទែនលោកក្រោយមកលោកប៉ាបានយកឯកសារហើយបានជួយលោកហ្វកដើម្បីស្វែងរកភស្តុតាងគណៈពេលដែលគ្រប់គ្នាបានចេញទៅផ្ទះនៅពេលនោះដែរក៏ស្រាប់តែបុគ្គលិកបានយកស្រាមកដោយបានប្រាប់គាត់ថាគេបានចេញការភ្នាល់ហើយឃាតកម្មនោះពិតជាមានជនទី3ពិតមែនហើយបានយកឯកសារទៅជួយគាត់ដើម្បីរកហើយបុគ្គលិកផ្សេងទៀតក៏បានមកជួយគាត់ផងដែរពួកគេបានយកស្រាមកហើយបានយកឯកសារទៅម្នាក់មកកេះតែម្ដងធ្វើឲ្យគាត់សប្បាយចិត្តមែនទែនបន្តមកពួកគេបានស្វែងរកជនរងគ្រោះដែលមានករណីដូចម៉ាខាខីតដើម្បីសុំឲ្យពួកគេធ្វើជាសាក្សីជនរងគ្រោះទាំងអស់នោះគេមានច្រើនមែនទែនក៏ប៉ុន្តែពួកគេមិនយល់ព្រមចំពោះការស្នើសុំរបស់ប៉ូលីសឡើយពីព្រោះតែពួកគេខ្លាចពួកគេទាំងអស់នោះគឺសុទ្ធតែត្រូវបានជាប់គុកគឺដោយសារតែការទម្លាក់កំហុសរបស់ពួកគេទាំងអស់នោះក៏ស្រាប់តែមានជនរងគ្រោះម្នាក់បានយល់ព្រមធ្វើជាសាក្សីនៅក្នុងតុលាការដែលជាហេតុធ្វើឲ្យពួកគាត់សប្បាយចិត្តមែនទែននៅពេលនោះលោកយ៉ងបានសម្លឹងមើលពួកគេដែលអារម្មណ៍មិនសប្បាយចិត្តតែម្ដងលុះស្អែកឡើងគាត់បានមករកលោកហ្វកនៅផ្ទះហើយបានសួរអំពីករណីដែលគាត់បានប្រឹងប្រែងយ៉ាងម៉េចហើយគាត់បានតបវិញថាលោកតាម៉ាត្រូវបានគេសម្លាប់តើលោកមិនឃើញទេឬលោកយ៉ងបានតបវិញថាករណីនេះទុកឲ្យប៉ូលីសជាអ្នកចាត់ចែងឬក៏លោកចង់ទៅធ្វើជាប៉ូលីសវិញឬក៏ធ្វើជាមេធាវីការពារក្តីឲ្យជនល្មើសក៏បានកុំបោះបង់ទេពកោសល្យរបស់លោកនៅក្នុងក្រសួងយុតិធធម៌អីឬដូច្នោះធ្វើឲ្យលោកហ្វកមិនសប្បាយចិត្តហើយនិយាយទៅគាត់វិញថាក្រសួងយុតិធធម៌គឺជាច្រកទ្វារចុងក្រោយនៃច្បាប់លោកតាម៉ាត្រូវបានគេធ្វើឃាតអាចារ្យរបស់គាត់ត្រូវបានជាប់គុក27ឆ្នាំទោះជាគេប្រព្រឹត្តបទល្មើសក៏ដោយតើស័ក្តិសមដែរទេក៏ប៉ុន្តែលោកយ៉ងនៅតែមិនស្ដាប់គាត់ហើយនិយាយថាមានករណីជាច្រើនត្រូវបានផ្អាកគឺដោយសារតែក្រុមការងារទាំងអស់ព្យាយាមជួយលោកមិនអាចបន្តធ្វើការនៅទីនេះទៀតឡើយពីព្រោះតែខ្ញុំបានធ្វើការស្នើសុំបញ្ជូនលោកទៅកន្លែងផ្សេងហើយលើដូច្នោះធ្វើឲ្យលោកហ្វកខឹងមែនទែនហើយបាននិយាយថាលោកគឺជាមនុស្សអត់ប្រយោជន៍សិភៅដែលលោកបានអានគឺអត់ប្រយោជន៍ខំស្លៀកពាក់ស្អាតបាតធ្វើដូចជាសុភាពបរិសុទ្ធក៏ប៉ុន្តែសំបីតែដឹកដៃមនុស្សចាស់ដើរឆ្លងផ្លូវក៏លោកមិនអាចជួយបានលោកគ្មានមិត្តភ័ក្តិមនុស្សអាត្មានិយមគិតតែពីខ្លួនឯងសំបីតែសត្វចិញ្ចឹមក៏គ្មានខ្ញុំមានភស្តុតាងដែលបញ្ជាក់ថាលោកបានខົບកាត់ជាមួយនឹងអូប៉ាម៉ាន់លើដូច្នោះធ្វើឲ្យលោកយ៉ងខឹងមែនទែនហើយបានដោះអាវដោះក្បាត់កចង់វាយគ្នាជាមួយលោកហ្វកតែម្ដងគាត់បានវាយលោកហ្វកក៏ប៉ុន្តែវាយខុសលោកហ្វកបានចាប់គាត់នៅពេលនោះដែរក៏បានឃើញថាឯកសារទាំងអស់នោះគឺសុទ្ធតែជាក្តារសតែប៉ុណ្ណោះដែលជាហេតុធ្វើឲ្យលោកយ៉ងហួចចិត្តមែនទែនដែលលោកហ្វកបានយកក្តារសមកបញ្ឆេះកំហឹងគាត់បែបនេះងាកមកមើលខាងនេះវិញអូប៉ាម៉ាន់បានមកជួបគ្នាជាមួយនឹងអាតុងអាសាំងនៅលើទូកកំសាន្តដែលបានយកលីមឲ្យពួកគេដែលជាលីកខ្វក់ដែលត្រូវបានលាងហើយក៏ប៉ុន្តែពួកគេនៅមានបញ្ហាមួយទៀតដែលពួកគេមិនសប្បាយចិត្តគឺឡាវសៀវខុងដែលត្រូវប៉ូលីសកំពុងតែស៊ើបអង្កេតពីគេឡាវសៀវខុងក៏បានសំទោសពួកគេអាសាំងបាននិយាយថាកុំនិយាយពីរឿងនឹងអីពីព្រោះវាជារឿងមិនសប្បាយចិត្តហើយថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់គេហើយក៏បានយកស្រាមួយកែវឲ្យឡាវសៀវខុងផឹកគេក៏បានអរគុណអាសាំងបន្តមកពួកគេបានបាញ់កំជ្រួចនៅពេលដល់ម៉ោង 12:30 នាទីក៏ស្រាប់តែអាតុងបានបាញ់សម្លាប់ឡាវសៀវខុងនៅពេលនោះតែម្ដងដែលជាហេតុធ្វើឲ្យអាសាំងមិនសប្បាយចិត្តហើយនិយាយថានេះគឺជាថ្ងៃខួបកំណើតរបស់យើងទោះឲ្យយើងជាអ្នកបាញ់ក៏ប៉ុន្តែអាតុងបានតបថាពួកយើងបានយល់ព្រមគ្នាហើយម៉ោង 12 កន្លះត្រូវបាញ់ពេលនេះដល់ម៉ោងហើយត្រូវបាញ់ក៏ប៉ុន្តែអាសាំងនៅតែមិនសប្បាយចិត្តរីឯអូប៉ាម៉ាន់វិញគេពិតជាមានអារម្មណ៍ភ័យខ្លាចមែនទែនលោកក្រោយមកប៉ូលីសបានរកឃើញសាកសពរបស់ឡាវសៀវខុងដែលជាហេតុធ្វើឲ្យពួកគេឈឺក្បាលមែនទែនពីព្រោះតែពួកគេបានបាត់បង់សាក្សីមួយបាត់ទៅហើយគឺនៅសល់តែឆាន់កុកវិញតែម្នាក់តែប៉ុណ្ណោះដែលអាចជួយពួកយើងបានក៏ប៉ុន្តែនៅពេលនោះក៏ស្រាប់តែគេបានខលមកលោកហ្វកក៏បញ្ញាប់តែរកគេតែម្ដងដែលគេបានព្យាយាមពួនពីការតាមសម្លាប់បន្តមកនៅពេលដែលគាត់បានយកគេមកលោកហ្វកបានប្រាប់គេថានៅពេលដែលគេបាននិយាយរឿងរ៉ាវទាំងអស់នៅក្នុងតុលាការគេនឹងត្រូវបន្ធូរបន្ថយទោសជាមិនខាននិយាយកាន់តែច្រើនការបន្ធូរបន្ថយទោសកាន់តែច្រើនដូច្នោះដែរនៅពេលនោះគេបានប្រាប់គាត់ថាបងប្រុសរបស់គេបានទុកភស្តុតាងឲ្យគេហើយគេក៏បានស្គាល់កន្លែងដែលពួកគេផលិតគ្រឿងញៀនផងដែរនៅពេលនោះដែរក៏ស្រាប់តែមានឡានបានបុកឡានពួកគេហើយក៏បានជ្រុលចង្កូតទៅបុកឡានដឹកឫស្សីដែលជាហេតុធ្វើឲ្យគេបានស្លាប់នៅពេលនោះបន្តមកពួកគេទាំង3នាក់បានចេញពីឡានមកតែនៅពេលនេះឃីងវេឈឺជើងហើយគេបានប្រាប់ឲ្យលោកហ្វកនាំសាក់សីទៅពីព្រោះពេលនេះសវនាការកំពុងតែបើកហើយលោកហ្វកបានទៅមើលបរិសម្នាក់ដែលបានបើកឡានបុកពួកគាត់ពេលនេះគេបានស្លាប់បាត់ទៅហើយរីឯខាងនេះវិញសវនាការបានបើកបន្តមកលោករដ្ឋអាជ្ញាជឹងបានសួរទៅសាក់សីដែលពាក់ព័ន្ធជាមួយនឹងរឿងដែលនាងបានជាប់គុកគេដោយសារតែនាងបានសារភាពថានាងបានជួញដូរគ្រឿងញៀននៅពេលដែលប៉ូលីសចាប់នាងបាននាងក៏បានឆ្លើយប្រាប់គាត់ថាគឺឆាន់កុកវិញជាអ្នកជួលអាសយដ្ឋានពីនាងមិនដឹងថានៅក្នុងនោះគឺជាថ្នាំញៀនឡើយហើយអតីតមេរបស់នាងមានឈ្មោះថាឡាវសៀវខុងគឺជាអ្នកណែនាំពួកគេទាំងពីរនាក់ឲ្យនាងបន្តមកពួកគេទាំងពីរនាក់បានបញ្ចុះបញ្ចូលឲ្យនាងសារភាពលោកយ៉ងបានសួរទៅនាងថាតើនាងមានភស្តុតាងដែរទេនាងក៏បានស្រែកថាខ្ញុំបានជាប់គុករួចហើយតើនោះមិនមែនជាភស្តុតាងទៀតមែនទេបន្ទាប់ពីបានសួរឲ្យលោកយ៉ងបានស្នើសុំទៅតុលាការដើម្បីធ្វើការសាកសួរលោកអូប៉ាម៉ាន់ដែលជាសាក្សីនៅពេលនោះដែរអូប៉ាម៉ាន់បាននឹកឃើញនៅពេលដែលគេបាននិយាយទូរស័ព្ទជាមួយនឹងអាសាំងគឺគេចង់រត់គេដោយសារតែអាសាំងបានសម្លាប់មនុស្សអាសាំងបានប្រាប់គេថាបើសិនជាគេរត់ករណីនេះគឺមិនអាចដោះស្រាយបានឡើយប៉ូលីសគង់តែចាប់គេបានដដែលគេបាន
ប្រាប់ឲ្យអូប៉ាម៉ាន់បង្ហាញខ្លួននៅក្នុងសវនាការទៅដែលជាហេតុធ្វើឲ្យអូប៉ាម៉ាន់ខឹងមែនទែនហើយបានគំរាមអាសាំងបើសិនជាយើងស្លាប់ឯងក៏ស្លាប់ដែរអាសាំងបានប្រាប់ឲ្យគេស្ងប់ចិត្តរឿងរ៉ាវទាំងអស់ទុកឲ្យយើងជាអ្នកចាត់ការបន្តមកលោកយ៉ងបានសួរទៅអូប៉ាម៉ាន់ឆាន់កុងវិញបាននិយាយថាគេហើយនឹងបងប្រុសរបស់គេធ្វើការជាមួយលោកគេគឺជាអ្នកស្វែងរកមនុស្សដើម្បីខ្ចីអាស័យដ្ឋានទទួលយកអីវ៉ាន់គណៈដែលបងប្រុសរបស់គេគឺជាអ្នកណែនាំមេធាវីឲ្យទៅជនរងគ្រោះក្នុងនោះរួមមានម៉ាខាខិតតែលោកអាចបកស្រាយបានទេក៏ប៉ុន្តែគេបែរជាតបថាខ្ញុំមិនដឹងថាគេប្រកល់អីឲ្យប៉ូលីសឡើយអ្វីដែលខ្ញុំបានដឹងនោះគឺគេគ្មានវត្តមាននៅក្នុងតុលាការធ្វើជាសាក្សីហើយក៏គ្មានភស្តុតាងផងដែរបន្តមកលោកយ៉ងក៏បានស្នើសុំតុលាការដើម្បីឲ្យឆាន់កុងវិញធ្វើជាសាក្សីក៏ប៉ុន្តែតុលាការបានតបថាគ្មានការស្នើសុំជាមុនផងគាត់មិនអាចអនុម័តបានឡើយវាមិនយុត្តិធម៌សម្រាប់ជនជាប់ចោទក៏ប៉ុន្តែមេធាវីជនជាប់ចោទបាននិយាយថាគាត់មិនជំទាស់ឡើយដែលជាហេតុធ្វើឲ្យតុលាការមិនសប្បាយចិត្តហើយបានសួរទៅពួកគាត់ថាតើពួកលោកកំពុងតែលេងសើចជាមួយខ្ញុំមែនទេចុះពេលណាទៅគេមកក៏ស្រាប់តែមានអ្នកបើកទ្វារមកតែតាមពិតគឺជាលោកប៉ៅសោះរីឯខាងនេះវិញលោកហ្វកទៅនាំគេឡើងរថភ្លើងមកសោះតែមានមនុស្សតាមពួកគាត់ទៀតហើយបន្តមកបរិសម្នាក់ដែលអង្គុយទល់មុខឆាន់កុកវិញដកកំភ្លើងមកចង់សម្លាប់គេក៏ប៉ុន្តែលោកហ្វកដែលរហ័សចាប់ដៃគេទាន់បាញ់ត្រីគ្នារបស់គេបន្តមកគាត់ក៏បានបាញ់ត្រីជើងរបស់គេហើយនឹងគ្នារបស់គេស្លាប់នៅពេលនោះបន្តមកបរិសម្នាក់នោះយកញញួរមកវាយគាត់ក៏ប៉ុន្តែគាត់ជាយាមកិច្ចបន្តមកគាត់ក៏បានវាយគេហើយមួយជង្គង់ស្លាប់នៅពេលនោះរួចហើយយកកំភ្លើងទៅជួយឆាន់កុកវិញហើយបានបាញ់ជួយគេគណៈពេលគេវិសទៅនឹងត្រីកាប់សម្លាប់ទៅហើយបរិសម្នាក់ដែលមានសាក់យ័ន្តខ្មែរបានមកទៀតហើយគេមានឈ្មោះថាកំខុងគណៈពេលដែលលោកហ្វកបានចាត់ការកូនចៅរបស់គេវាយពួកគេសន្លប់ម្ដងមួយបែកកញ្ចក់រថភ្លើងនៅពេលដែលឆាន់កុកវិញបានមករកលោកហ្វកក៏ស្រាប់តែអាកងបានវាយបំបែកប្រអប់ភ្លើងរថភ្លើងដែលជាហេតុធ្វើឲ្យដេកភ្លើងនៅពេលនេះឆាន់កុកវិញភ័យមែនទែនក៏ស្រាប់តែគេបានសម្រុកមកចង់សម្លាប់ឆាន់កុកវិញក៏ប៉ុន្តែលោកហ្វកបានជួយគេទាន់បន្តមកគេបានវាយលោកហ្វកដែលបានប្រើស្នាប់ដៃបែកកញ្ចក់បែកនេះបែកនោះត្រូវលោកហ្វកធ្វើឲ្យគាត់ឡើងសើតែម្ដងបន្តមកគេបាននិយាយថាព្រោះតែឯងទើបធ្វើឲ្យយើងជាប់គុកនៅកម្ពុជារយៈពេល10ឆ្នាំហើយក៏បានវាយគាត់បន្តទៀតគាត់ព្យាយាមទប់ទល់ជាមួយគេក៏ប៉ុន្តែកម្លាំងរបស់គេពិតជាខ្លាំងមែនទែនធ្វើឲ្យគាត់ពិបាកទប់ទល់លោកហ្វកបានក្រៀកកគេហើយបានវាយគេបានរើបំរាស់ហើយបានវាយគាត់វាយហើយវាយទៀតវាយមិនដល់ដៃតែម្ដងដែលជាហេតុធ្វើឲ្យគាត់បានដួលនៅពេលនោះគេដូច្នោះឆាន់កុកវិញបានយកកាំបិតមកចង់សម្លាប់គេក៏ប៉ុន្តែគេបានវាយឆាន់កុកវិញបន្តមកនៅពេលដែលគេចង់សម្លាប់ឆាន់កុកវិញលោកហ្វកបានត្រូវគេបានធាក់គាត់បានចាប់ស្បែកជើងរបស់គេធ្វើឲ្យរបូតនៅពេលនោះដែលជើងរបស់គេបានមុតកញ្ចក់គាត់ក៏បានចាប់ជើងរបស់គេត្រដោះនឹងកញ្ចក់ដែលជាហេតុធ្វើឲ្យគេឈឺចាប់មែនទែនបន្តមកគាត់ក៏បានយកស្បែកជើងវាយគេពេលនេះគេឡើងសើតែម្ដងរីឯខាងនេះវិញគណៈពេលដែលលោកយ៉ងកំពុងតែនិយាយពេលដើម្បីឲ្យតុលាការរងចាំសាក្សីធ្វើឲ្យតុលាការមិនសប្បាយចិត្តបន្តមកគាត់បានសួរទៅលោកយ៉ងថាតើពេលណាទើបសាក្សីមកដល់ក៏ស្រាប់តែទ្វារបានបើកឡើងលោកហ្វកបាននាំសាក្សីចូលមកដែលជាហេតុធ្វើឲ្យអគិតសប្បាយចិត្តមែនទែនបន្តមកឆាន់កុកវិញបានប្រាប់តុលាការថាបងប្រុសរបស់ខ្ញុំបានទុកភស្តុតាងមួយចំនួនដែលជាសិទ្ធិធនាគារដែលបានទេប្រាក់គ្រឿងញៀនដែលរួមមានអក្សររបស់អូប៉ាម៉ាន់ផងដែរតាមពិតទៅម៉ាខាគិតគេមិនដឹងអីឡើយអូប៉ាម៉ាន់បានគំរាមខ្ញុំបើសិនជាខ្ញុំមិនធ្វើតាមគេទេនោះគេនឹងសម្លាប់ខ្ញុំជាមិនខានហើយគេបានស្រែកថាអូប៉ាម៉ាន់ឯងគិតថាយើងខ្លាចឯងមែនទេបើទោះជាយើងជាប់គុកក៏យើងអស់ក្បាលឯងទៅជាមួយគ្នាដែរបន្តមកលោកតុលាការបានសួរទៅលោករតអាជ្ញាថាតើលោកមានអ្វីត្រូវនិយាយដែរអត់លោកហ្វកក៏បាននិយាយថានៅក្នុងហុងកុងតុលាការបានផ្ដោតសារៈសំខាន់ទៅលើភស្តុតាងក៏ប៉ុន្តែជួនកាលភស្តុតាងមិនមែនសុទ្ធតែជាការពិតទាំងអស់ឡើយឬក៏អាចធានាយ៉ាងប្រកបថាវាអាចផ្ដល់នូវភាពយុត្តិធម៌ម្យ៉ាងវិញទៀតតុលាការមិនមែនសុទ្ធតែឥតខ្ចោះឡើយវាអាចមានចន្លោះប្រហោងហើយចន្លោះប្រហោងទាំងអស់នេះហើយវាអាចជាឱកាសសម្រាប់មនុស្សអាក្រក់ចិញ្ចុកយកផលប្រយោជន៍នៅពេលដែលពួកយើងអនុញ្ញាតឲ្យមនុស្សស្លូតត្រង់រងគ្រោះដោយសារតែចន្លោះប្រហោងនោះដូចជាករណីរបស់ម៉ាខាខិតដោយសារតែការកាត់ក្តីខុសគេបានបំផ្លាញគ្រួសាររបស់គេទាំងមូលតែម្ដងនេះហើយគឺជាមូលហេតុដែលពួកយើងមិនគួរកាត់ក្តីខុសតាមរយៈការប្រុងប្រយ័ត្នរបស់ពួកយើងទាំងអស់គ្នាបន្ទាប់ពីនោះតុលាការបានកាត់ក្តីឲ្យម៉ាខាខិតរួចទោសហើយត្រូវបានដោះលែងនៅថ្ងៃនេះតែម្ដងដែលជាហេតុធ្វើឲ្យគេសប្បាយចិត្តមែនទែនក្រោយមកប៉ូលីសបានចាប់ផ្ដើមប្រតិបត្តិការចាប់ពួកគេទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងករណីនេះដើម្បីយកមកកាត់ទោសតាមច្បាប់តាមរយៈបទល្មើសរបស់ពួកគេរៀងៗខ្លួនរីឯលោកចៅក្រមវិញគាត់បានផ្ដល់បទសម្ភាសន៍ដែលរំសោកស្ដាយព្រមទាំងបានសុំទោសនៅកំហុសខុសឆ្គងរបស់គាត់ដែលគាត់បានកាត់ក្តីខុសហើយគាត់ក៏សប្បាយចិត្តផងដែរនៅពេលដែលស្វែងរកការពិតឃើញវិញរីឯអាគិតវិញគេត្រូវបានលោកហ្វកផ្ញើឯកសារពាក់ព័ន្ធនឹងជំនួយលើថ្លៃសិក្សារបស់គេព្រមទាំងមានពាក្យបណ្ដាំទៀតដែលជាហេតុធ្វើឲ្យគេសប្បាយចិត្តមែនទែនរីឯឆឹងមិនពេញវិញគេបានប្លន់សារជាថ្មីម្ដងទៀតលើកនេះប៉ូលីសចាប់គេបាននៅកន្លែងកាត់ហេតុតែម្ដងរីឯលោកហ្វកវិញគាត់បានមកជួបអតីតចៅក្រមទៀតហើយគាត់បានទៅធ្វើការរបស់គាត់ជារដ្ឋអាជ្ញាធម្មតាដើម្បីស្វែងរកការពិតផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះ
បាទប្រិមិត្តរឿងរបស់យើងសន្មត់ថាចប់ត្រឹមតែប៉ុណ្ណេះយមិនដែរប្រិមិត្តបន្តពីបានទស្សនាហើយពេញចិត្តឬអត់រឿងនេះនឹងឲ្យប្រិមិត្ត admin សូមបញ្ជាក់ផងដែរថារឿងនេះគេបានដឹកនាំរឿងដោយ Donnie Yen ហើយចំពោះតួអង្គកំខុងដែលបានវាយគ្នាជាមួយលោក Fox នៅលើរថភ្លើងប្រិមិត្តប្រហែលជាឆ្ងល់ហើយថាហេតុអីក៏គេមានសាក់យ័ន្តខ្មែរនៅលើមុខតាមពិតនៅក្នុងរឿងគេបញ្ជាក់ថាម្នាក់នោះគឺជាអ្នកទោសដែលបានជាប់គុកនៅស្រុកខ្មែររយៈពេល10ឆ្នាំគេដោយសារតែលោក Fox បានចាប់គេកាលគាត់ធ្វើជាប៉ូលីសហើយ admin ក៏មិនច្បាស់ផងដែរថារឿងនេះត្រូវបានដកស្រង់ចេញពីរឿងពិតឬក៏យ៉ាងណាបើសិនជាប្រិមិត្តចង់ដឹងអាចទៅឆែកមើលខ្លួនឯងបានណាហើយ admin មានតែប៉ុណ្្នឹងទេ admin អរគុណមែនទែនសម្រាប់ការទស្សនារបស់ប្រិមិត្តតាំងពីដើមរហូតដល់ចប់ admin សូមលាសិនហើយបាយបាយជួបគ្នានៅវីដេអូក្រោយៗទៀត